Chi xin niên nè ai chụp thưa rừng nhảy tiệt bàn tế. Lên khi nhom tờ. Bộ kếទាំងពីរអ្នកកាត់អីទៀតហើយមិនមែនដោយសារសុនមីវមីវទេគ្រាន់តែដោយសារខ្សែមួយខ្សែតើអ្នកចាំបាច់មកញ៉ៃជាមួយខ្ញុំថ្ងៃនេះក្រុមហ៊ុនមានអតិថិជនសំខាន់បើអ្នកនៅតែញ៉ៃទៀតចេញពីក្រុមហ៊ុនទៅបងសៅឆនវាជាកំហុសរបស់ខ្ញុំទាំងអស់អញ្ចឹងខ្ញុំយកខ្សែទៅសងបងឈីស៊ីនៀនវិញល្អជាងមិនបាច់ទេទោះអ្នកស្ងឿមិនសងគេក៏នៅតែញ៉ៃដែរឈីស៊ីនៀនមីវមីវទៅតែមកធ្វើការនៅក្រុមហ៊ុនខ្ញុំជាចៅវាយមើលថែគេបន្តិចមិនបានទេខ្សែនោះអ្នកច្បាស់ជាមិនចូលចិត្តទេខ្ញុំឲ្យគេខ្ចីពាក់ពី3ថ្ងៃដើម្បីសំនឹងរោគតើអ្នកចាំបាច់ដល់ថ្នាក់សំបាយគ្នាទេលាវឆននោះជាខ្សែដែលយើងទុកសម្រាប់ភ្ជាប់ពាក្យអ្នកមិនភ្លេចទេមែនទេខ្ញុំដឹងថានោះជាខ្សែសម្រាប់ភ្ជាប់ពាក្យប៉ុន្តែថ្ងៃនេះមីវមីវត្រូវទៅចរចារឿងរបស់ហឹងសឿងតែគេត្រូវការគ្រឿងអលង្ការដែលអាចបង្កើនភាពថ្លៃថ្នូរគ្រាន់តែឲ្យគេខ្ចីពាក់ពី3ថ្ងៃប៉ុណ្ណោះបើអ្នកខ្វល់ថាគេធ្លាប់ពាក់ខ្សែនេះអញ្ចឹងចាត់ទុកថាខ្ញុំជូនគេទៅខ្ញុំផ្ទេឲ្យអ្នក200សូនទៅសូនមួយទៀតដែលខ្លួនឯងចូលចិត្តទៅបើមិនគ្រប់ខ្ញុំនៅផ្ទះបងសេសិនកុំខឹងបងឆែលជួនអីគាត់គិតគូរពីផលប្រយោជន៍រួមរបស់ក្រុមហ៊ុនតើទីនេះមានកន្លែងឲ្យអ្នកនិយាយដែរឬសេសិនអ្នកកុំធ្វើហួសហេតុពេកខ្ញុំធ្វើហួសហេតុម្សិលមិញគឺថ្ងៃដែលយើងបានកំណត់ទុកជាមុនថានឹងជួបឪពុកម្ដាយម៉ាក់ខ្ញុំក្រោកពីព្រលឹមមិនទាន់ភ្លឺដើម្បីដាំទឹកថែមទាំងសម្រាប់ជ្រូកដែលចិញ្ចឹមនៅផ្ទះអស់ពី3ឆ្នាំប៉ុន្តែដល់ពេលញ៉ាំបាយអ្នកទទួលទូរស័ព្ទមួយហើយក៏ចេញទៅថែមទាំងរកលេខថាក្រុមហ៊ុនមានរឿងបន្ទាន់ចុងក្រោយទៅរឿងបន្ទាន់ដែលអ្នកនិយាយគឺទៅពាក់ខ្សែខ្សិនមីយ៉វដោយខ្លួនឯងមិនមែនទេម្សិលមិញពេលមីយ៉វរើផ្ទះនាងបាននឹកជើងហើយនៅមុខទ្វារក៏មានមនុស្សមិនស្គាល់មកគូសជាប់គ្នារឿងញ៉ាំបាយនៅផ្ទះអ្នកពេលណាក៏បានបើគ្មានអ្នកមើលថែមីយ៉វពិតជានឹងមានរឿងបើអ្នកការពារគាត់ដល់ថ្នាក់នេះខ្ញុំមិនរំខានអ្នកធ្វើជាវីរបុរសសង្គ្រោះពិភពលោកទៀតអ្នកហ៊ានវីខ្ញុំវីមនុស្សប្រុសក្បត់ដូចអ្នកនឹងហើយថ្ងៃស្អែកអ្នកមិនបាច់មកធ្វើការទៀតទេខ្ញុំនឹងឲ្យអ្នកឈប់សម្រាក3ថ្ងៃខ្ញុំមិនចង់រៀបការជាមួយមនុស្សដែលអារម្មណ៍មិនស្ថិតស្ថេរទេយើងបែកគ្នាអ្នកក៏មិនចាំបាច់រៀបការជាមួយខ្ញុំសម្រាប់ក៏មិនបាច់ដែរខ្ញុំក៏គ្រងលាឈប់ពីការងារដែរផ្ទៃការងាររួចខ្ញុំនឹងចេញបងឆែលជួនតើបងឈីស៊ីនៀនខឹងពិតមែនឬវាគ្រាន់តែជាវិធីបង្ខំឲ្យខ្ញុំទៅលួងនាងប៉ុណ្ណោះនៅតែខឹងទៀតឬខ្ញុំបានទិញមីពងក្តាមឲ្យអ្នកពីហាងដែលអ្នកចូលចិត្តបំផុតមកញ៉ាំលឿនញ៉ាំរួចរឿងនេះចាត់ទុកថាចប់ហើយមីពងក្តាមពីហាងនៅភាគខាងជើងទីក្រុងមែនទេមែនខ្ញុំបានខំវៀងផ្លូវទៅទិញឲ្យអ្នកពិតជាចៃដន្យមែនទើបតែឃើញក្នុងបណ្ដាញសង្គមរបស់សុនមីថានាងក៏បានបង្ហោះមីពងក្តាមដូចគ្នាបងឈីស៊ីនៀនតើបងចូលចិត្តតាមដានខ្ញុំដល់ថ្នាក់នេះមែនទេថ្ងៃនេះមីវត្រូវគេធ្វើឲ្យអន់ចិត្តនៅក្រុមហ៊ុនសូម្បីតែអាហារពេលល្ងាចក៏នាងមិនបានខ្ញុំគ្រាន់តែឆ្លៀតទិញមួយចំណែកឲ្យនាងប៉ុណ្ណោះអ្នកចាំបាច់ត្រូវប្រកាន់រឿងតូចតាចដល់ថ្នាក់នេះទេក្នុងនេះដាក់អ្វីខ្លះតាក់តិចតួចនៃទឹកជ្រលក់ឡុងឆ្ងាញ់ណាស់ឆាប់សាកមើលទៅខ្ញុំមិនញ៉ាំទេឈីស៊ីនៀនខ្ញុំខំយកមកឲ្យអ្នកដោយផ្ទាល់នេះជាអាកប្បកិរិយារបស់អ្នកមែនទេតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដលាវឆនខ្ញុំអាឡែកស៊ីនឹងទឹកជ្រលក់ឡុងអ្នកមិនចាំទេខ្ញុំចាំបានថាពីមុនអ្នកធ្លាប់ញ៉ាំប្រហែលជាសុនមីវចូលចិត្តញ៉ាំវាបើអ្នកចង់ឲ្យខ្ញុំស្លាប់ដើម្បីទុកកន្លែងឲ្យគេអ្នកមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេឈីស៊ីនៀនអ្នកកុំធ្វើហួសហេតុពេកខ្ញុំគ្រាន់តែខកចិត្តប៉ុណ្ណោះបានហើយខ្ញុំនឹងទៅទិញមួយចានទៀតឲ្យអ្នកកំពុងធ្វើអ្វីយប់ជ្រៅហើយនៅតែរៀបចំអីវ៉ាន់នៅទីនេះប៉ុន្មានថ្ងៃទៀតខ្ញុំនឹងត្រឡប់ទៅស្រុកអ្នកនៅតែចង់រករឿងទៀតមែនទេអ្នកចង់នៅប៉ុន្មានថ្ងៃក៏នៅទៅប៉ុន្តែថ្មីនេះក្រុមហ៊ុនមានការងារច្រើនខ្ញុំគ្មានពេលទៅទទួលអ្នកទេពេលអ្នកឈប់រករឿងហើយទើបត្រឡប់មកអ្នកគ្រប់គ្រងលីសុំទោសណាស់យប់ជ្រៅហើយនៅតែរំខានអ្នកផ្ទះនៅតំបន់សាលារបស់ខ្ញុំតាមតម្លៃទាបដែលអ្នកបានប្រាប់ថ្ងៃស្អែកអាចចុះកិច្ចសន្យាផ្ទេរបានហើយផ្ទះនោះស្ថិតនៅទីតាំងល្អខ្លាំងណាស់លោកស្រីឥឡូវនេះលក់ចេញវាហាក់ដូចជាខាតបន្តិចកាលពីមុនលោកស្រីមិនបាននិយាយថាទុកសម្រាប់ធ្វើជាផ្ទះរៀបការទេគូដណ្ដឹងស្លាប់ទៅផ្ទះរៀបការក៏លែងមានប្រយោជន៍ដែរខ្ញុំចង់ត្រឡប់ទៅស្រុកកំណើតចាក់ចេញពីទីក្រុងនេះលោកស្រីធានសូមទុកចិត្តខ្ញុំខាងខ្ញុំនឹងរៀបចំកិច្ចសន្យាឲ្យលោកស្រីភ្លាមអ្នកឲ្យដំណឹងហើយឬនៅអ្នកគ្រប់គ្រងថៃម្សិលមិញបានសុំបែកពីលោកលាវថែមទាំងផ្ទះកំភ្លៀងលោកលាវនៅនឹងកន្លែងទៀតពិតមែនឬពួកគេមិនបាននៅជាមួយគ្នា5ឆ្នាំហើយទេ5ឆ្នាំមានប្រយោជន៍អ្វីបុរសមិនមែនសុទ្ធតែបែបនោះទេសិនមីយ៉វពិតជាមានល្បិចមែនបណ្ដេញម្ចាស់ដើមចេញរួចខ្លួនឯងឡើងជំនួសមែនហើយបងសេញៀនបងឈៀលឈឿននិយាយថាឲ្យបងប្រកល់គម្រោងរបស់ Hang Seng Group តែកំពុងកាន់ដៃឲ្យខ្ញុំគម្រោងរបស់ Hang Seng Group គឺខ្ញុំជាអ្នកតាមដានតាំងពីដើមឥឡូវចិត្តដល់ពេលចុះកិច្ចសន្យាហើយអ្នកទើបតែផ្លាស់ប្ដូរមុខតំណែងមិនអាចទទួលបន្តបានទេបងសេញៀនមិនជឿលើសមត្ថភាពរបស់ខ្ញុំមែនទេនៅតែមិនអាចកាត់ចិត្តពីប្រាក់កម្រៃនេះបានទេមែនទេមើលទៅនេះជាអ្វីដែលបងឆេលឈឿនអនុម័តដោយផ្ទាល់បានហើយយកទៅចុះអរគុណបងសៃណែនអ្វីដែលបងឆេលឈឿននិយាយពិតជាមិនខុសទេទោះបីបងមានចរិតឆេវឆាវ
ប៉ុន្តែនៅចំពោះមុខផលប្រយោជន៍ធំបងនៅតែយល់ការអូនិយាយអញ្ចឹងខ្ញុំទើបនឹកឃើញបងឆេវឈួនឲ្យខ្ញុំរៀបចំការិយាល័យផ្ទាល់ខ្លួនរបស់បងឲ្យរួចរាល់គាត់ថាពេលក្រោយខ្ញុំត្រូវតាក់ទងអតិថិជនធំត្រូវការកន្លែងធ្វើការដែលល្អជាងនេះបងសេណែនសូមជួយយករបស់ទាំងនេះចេញឲ្យអស់ថ្ងៃនេះផងនេះហួសហេតុពេកហើយមែនហើយសិនមៀវទើបតែបានខ្លាចជាបុគ្គលិកពេញសិទ្ធិឥឡូវនេះហ៊ានឡើងជិះក្បាលអ្នកគ្រប់គ្រងថៃទៀតលោកលាវពិតជាត្រូវនាងលួចបេះដូងហើយប្រហែលជាគាត់ភ្លេចទៅហើយថាអ្នកគ្រប់គ្រងបាននៅជាមួយគាត់តស៊ូតាំងពីបន្ទប់ក្រោមដីឥឡូវនេះល្អណាស់ចង់បណ្ដេញចេញក៏បណ្ដេញចេញគីសៃណែនតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដមិនមែនអ្នកជាអ្នកឲ្យខ្ញុំរៀបចំការិយាល័យទេខ្ញុំឲ្យអ្នកផ្លាស់ទៅកន្លែងធ្វើការខាងក្រៅជាបណ្ដោះអាសន្នអតិថិជនរបស់ហេងសេងបញ្ជាក់ថាត្រូវឲ្យមៀវជាអ្នកគេត្រូវការអ្នកដែលមានមុខមាត់ហើយអ្វីអ្នកត្រូវធ្វើឲ្យខ្ញុំអាម៉ាស់នៅពេលនេះខ្ញុំបានបំពេញតាមការទាមទាររបស់អ្នករួចហើយអ្នកនៅចង់បានអ្វីទៀតអ្នកអាចយល់ដឹងបន្តិចបានទេរងចាំចុះកិច្ចសន្យារួចខ្ញុំនឹងចែកកម្រៃជើងសារពាក់កណ្ដាលឲ្យអ្នកមិនបានទេបញ្ជីប្រគល់ការងាររបស់ប្រធានលាវមុនពេលលាឈប់បានចុះហត្ថលេខារួចហើយកម្រៃជើងសារខ្ញុំមិនយកសំបីមួយកាក់ធីសេញអ្នកចាំបាច់ត្រូវធ្វើឲ្យរឿងនេះដល់ទីបញ្ចប់មែនទេលើកនេះការចុះកិច្ចសន្យាជាមួយហេងសេងបានជោគជ័យមៀវមានគុណសម្បត្តិយ៉ាងធំយប់នេះពិធីអបអសាទរជ័យជំនះអ្នកទាំងអស់គ្នាផឹកឲ្យសប្បាយទៅប្រធានលាវឆ្លៀសវៃណាស់អ្នកគ្រប់គ្រងសនពិតជាពូកែមែនប្រធានលាវកំពុងនាំពួកយើងឲ្យឡើងខ្ពស់ហើយទាំងអស់នេះដោយសារប្រធានលាវដឹកនាំបានល្អអ្នកគ្រប់គ្រងថៃបងសេញតើបងកំពុងទៅធ្វើអ្វីទៅផ្នែកហិរញ្ញវត្ថុដើម្បីទទួលប្រាក់ខែមិនស្នាក់រងចាំពិធីអបអសាទរទេប្រធានលាវបានទាមទារជាពិសេសថាបងត្រូវតែចូលរួមបើមិនដូច្នោះទេគឺមិនគោរពមុខមាត់គាត់ខ្ញុំបានលាឈប់ពីការងាររួចហើយពិធីអបអរជ័យជំនះរបស់គាត់មិនពាក់ព័ន្ធនឹងខ្ញុំតតែសោះបងឈីស៊ីនៀនសូមបងកុំធ្វើឲ្យខ្ញុំពិបាកអីខ្ញុំគ្រាន់តែជាបុគ្គលិកម្នាក់ប៉ុណ្ណោះបើបងធ្វើបែបនេះខាងលោកប្រធានលាវខ្ញុំមិនអាចប្រកល់ការងារបានទេចាត់ទុកថាជួយខ្ញុំទៅបងទៅបង្ហាញមុខបន្តិចក៏បានខ្ញុំសូមបងអញ្ចឹងខ្ញុំទៅបង្ហាញមុខតែបន្តិចទេអរគុណបងស៊ីនៀនអរគុណបងស៊ីនៀនលោកប្រធានអ៊ូសង្ឃឹមថានឹងមានឱកាសសហការគ្នានាពេលក្រោយសូមលោកជួយណែនាំផងប្រកបណាស់ក្រុមហ៊ុនរបស់លោកទើបតែទទួលបានអ្នកខ្លាំងម្នាក់ទៀតហើយសួស្ដីលោកប្រធានអ៊ូបើមានរឿងអ្វីនៅពេលក្រោយអាចតាក់ទងខ្ញុំបានគ្រប់ពេលពិតជាយុវជនដែលគួរឲ្យកោតសរសើរមែនបងស៊ីនៀនហេតុអ្វីបានជាបងស្លៀកពាក់បែបនេះមកទីនេះខ្ញុំគិតថាបងមិនមកទេប្រធានក្រុមហ៊ុនហឹងសឹងគ្រុបសរសើរថាផែនការរបស់ខ្ញុំធ្វើបានល្អបងសៀវឆនថែមទាំងនិយាយថានឹងជូនរថយន្តមួយគ្រឿងឲ្យខ្ញុំទៀតបងសប្បាយចិត្តក៏ល្អហើយអូយសុំទោសបងស៊ីនៀនខ្ញុំមិនបានធ្វើដោយចិត្តណាទេបងមិនប្រកាន់ខ្ញុំទេមែនទេស៊ីនៀនបងចាំបាច់ត្រូវធ្វើបែបនេះនៅក្នុងឱកាសនេះហើយធ្វើឲ្យបរិយាកាសអាក្រក់បែបនេះមែនទេខ្ញុំបានរំលឹកអ្នកច្រើនដងហើយកុំធ្វើឲ្យមៀវពិបាកមៀវក៏មិនបានធ្វើដោយចិត្តណាដែរចាំបាច់អីធ្វើដូចជាជនរងគ្រោះបែបនេះភ្នែកអ្នកខ្វាក់មែនទេគាត់ជាអ្នកស្រោចស្រែលើខ្ញុំគ្រាន់តែជាសម្លៀកបំពាក់ចាស់មួយអាក្រក់បំផុតខ្ញុំសងអ្នកវិញក៏បានថ្ងៃនេះមៀវជាវីរបុរសធំអ្នកមិនអាចអត់អន់ឲ្យគាត់បន្តិចទេអ្នកនិយាយត្រូវវាគ្រាន់តែជាសម្លៀកបំពាក់មួយប៉ុណ្ណោះប្រឡាក់ហើយគឺប្រឡាក់ហើយខ្ញុំមិនយកទេគីសេញតើអ្នកនឹងទៅណាទៀតត្រឡប់ទៅស្រុកកំណើតមែនទេបើអ្នកទៅហើយកុំត្រឡប់មកវិញជារៀងរហូតហេតុអ្វីមិនជោគផ្ទះចៅយេវិញកណ្ដាលយប់ហើយមិនដេកទេមកអង្គុយលើជញ្ជាំងផ្ទះខ្ញុំធ្វើអីពេកមិនលក់ចេញមកទទួលខ្យល់អ្នកលីឈប់ពីការងារហើយមែនទេបាទមិនធ្វើទៀតទេលើកនេះក្រុងស្នាក់នៅប៉ុន្មានថ្ងៃមិនទៅទៀតទេ
អ្នកនិយាយមែនឬមែនហើយនៅខាងក្នុងមានក្រែយោធាស្អាតមួយម៉ាក់របស់អ្នកមិនសូវស្រួលខ្លួនប៉ុន្មានទេទៅពីខាងគាត់ញាក់យប់នេះស្នាក់នៅក្នុងឃ្លាំងសិនទៅអរគុណស៊ីមានរឿងអ្វីស្អែកខ្ញុំនឹងទៅមើលចំការផ្លែឈើនៅខាងក្រោយភ្នំអ្នកចង់ទៅជាមួយទេបានដែរម៉ាក់មានរឿងអ្វីតើមានអ្នកណាធ្វើឲ្យកូនអន់ចិត្តឬខ្ញុំបានបែកគ្នាជាមួយលីវឆុនហើយអូបែកគ្នាក៏ល្អដែរកូននៅជាមួយគាត់អស់រយៈពេលជាច្រើនឆ្នាំបានរងការអន់ចិត្តជាច្រើនគួរតែបែកគ្នាតាំងពីយូរមកហើយម៉ាក់មិនខឹងនឹងខ្ញុំទេខ្ញុំជិត30ឆ្នាំហើយមិនត្រឹមតែលាឈប់ពីការងារល្អទេសូម្បីតែផ្ទះនៅក្នុងទីក្រុងក៏ខ្ញុំលក់ចោលដែរកូនល្ងងអ្វីដែលសំខាន់បំផុតគឺកូនរស់នៅដោយមានសុភមង្គលប្រហែលជាចៅយូវឹងមកហើយយប់មិញគាត់បានណាត់ខ្ញុំទៅមើលចំការផ្លែឈើក្មេងយូវែងនេះបានជួយខ្ញុំច្រើនណាស់ទៅដើរលេងនៅចំការផ្លែឈើជាមួយគេក៏បានចាត់ទុកថាទៅបន្ធូរអារម្មណ៍ដឹងហើយម៉ាក់ថាខ្ញុំត្រឡប់មកចាំផឹកខ្ញុំចេញទៅមុនហើយពេលទិញចូលពួកគេបង្ខំទម្លាក់តម្លៃខ្លាំងណាស់ឥឡូវអ្នកភូមិរកលុយមិនបានទៀតទេរយខ្ញុំនៅជួយអ្នកទៅកុំលេងសាច់អីនៅទីក្រុងធំអ្នកធ្វើតែការងារគ្រប់គ្រងកម្រិតខ្ពស់កន្លែងខ្ញុំតូចពេកហើយកន្លែងតូចក៏ងាយធ្វើការដែរពីនេះទៅខ្ញុំប្រើគំនិតអ្នកប្រើកម្លាំងប្រាក់ចំណេញយើងចែកគ្នា50អញ្ចឹងយើងសហការគ្នាឲ្យបានល្អបងឆេវជួនលោកអ៊ូពីក្រុមហ៊ុន Hang Group ថានឹងមិនសហការជាមួយយើងទៀតទេរឿងនេះកើតឡើងតាំងពីពេលណាម្សិលមិញអូសៀលអញ្ចឹងហេតុអ្វីម្សិលមិញមិនប្រាប់ខ្ញុំបានទូរស័ព្ទទៅអ្នកហើយប៉ុន្តែបងមិនបានលើកទេអញ្ចឹងអតិថិជនផ្សេងទៀតវិញប៉ុន្មានក្រុមហ៊ុនដែលអ្នកគ្រប់គ្រងថៃធ្លាប់តាក់ទងមាន3ក្រុមហ៊ុនបានបញ្ជាក់ច្បាស់ថាមិនបន្តទៀតទេនៅសល់មួយទៀតនិយាយថាចាំអ្នកគ្រប់គ្រងថៃត្រឡប់មកសិនទើបចរចាចេញទៅបងឆេវជួនបងនិយាយថាម៉េចខ្ញុំប្រាប់ឲ្យអ្នកចេញទៅក្រៅចេញទៅបងឆេវជួនអ្នកនិយាយអ្វីខ្ញុំប្រាប់ឲ្យអ្នកចេញទៅក្រៅសុំទោសលេខដែលអ្នកកំពុងហៅបានបិទទូរស័ព្ទ74ឆ្នាំអ្នកពិតជាធ្វើបានល្អណាស់មិនល្អហើយលោកលីវមានរឿងអ្វីទៀតចំណូលសរុបរបស់ក្រុមហ៊ុនយើងបានធ្លាក់ចុះ37បើនៅតែបន្តបែបនេះខែក្រោយសូម្បីតែប្រាក់ខែក៏បើកមិនបានដែរតើយើងអាចពន្យាពេលបន្តិចទៀតបានទេពិតជាពន្យាទៀតមិនបានទេហើយលុយថ្លៃទំនិញរបស់អ្នកផ្គត់ផ្គង់ក៏ត្រូវទូទាត់ដែរខ្ញុំប្រាប់ថាពន្យាទុកសិនប្រអប់វេចខ្ចប់របស់យើងអន់ពេកមើលទៅថោកហើយថែមទាំងការពារផ្លែឈើមិនបានទៀតមើលផ្លែប៉ោមរបស់យើងមិនអន់តតែសោះតែវាត្រូវខូចកេរ្តិ៍ឈ្មោះដោយសារប្រអប់វេចខ្ចប់ខ្ញុំក្រុងនឹងបដូរទាំងអស់ទៅជាប្រអប់ក្រដាសក្រាបត្រាស់ហើយប្រើរន្ធទ្រនាប់អ៊ីបដែលផលិតតាមការកំណត់ធ្វើតាមអ្នកទាំងអស់នៅក្នុងភូមិគ្មានអ្នកណាយល់ពីរឿងទាំងនេះទេជួយនេះជាការប្រកេតរបស់ខ្ញុំមិនបាច់អរគុណខ្ញុំទេលោកឆៅមានអ្នកណែនាំមែនទេលោកឆៅលើកនេះមានអ្នកណែនាំច្រើនគួរសំណះជាថ្មីម្ដងទៀតការបែងចែកទំនិញដោយបង្ខំនេះជាបាច់ទី7ដែលត្រូវបានបង្វិលត្រឡប់ក្នុងខែនេះហើយថ្លៃដឹកជញ្ជូនខ្ពស់ពេកហើយនៅក្នុងក្រុងទើបបើកសាខាដឹកជញ្ជូនថ្មីមួយខ្ញុំនឹងទៅចរចាតម្លៃជាមួយម្ចាស់ពួកគេអ្នកសម្រាប់បន្តិចទៅខ្ញុំនឹងទៅក្រុងចរចាបើអ្នកទៅចរចាគេប្រកាសជាគិតតម្លៃដើមឲ្យអ្នកបើខ្ញុំទៅខ្ញុំអាចចុះតម្លៃបាន20%ល្អអីចឹងយើងធ្វើតាម boss ខៃទាំងអស់មិនទាន់គេងទៀតម៉ោងជាង11ហើយចិត្តរួចហើយនៅសល់ការងារបញ្ចប់បន្តិចទៀតធ្វើរួចខ្ញុំនឹងគេងពេលថ្ងៃនៅក្រុមហ៊ុនរវល់មិនទាន់គ្រប់ទៀតឬត្រូវតែធ្វើការថែមម៉ោងដល់ពាក់កណ្ដាលយប់ទៀតស្អែកគឺថ្ងៃដេញថ្លៃហើយឱកាសនេះសំខាន់ណាស់សម្រាប់ខ្ញុំលីជួនអ្នកកំពុងធ្វើអ្វីខ្ញុំមិនទាន់បានរក្សាទុកទេហាមកែទៀតឥឡូវទៅគេងភ្លាមអ្នកតែងតែបែបនេះអាចយកចិត្តទុកដាក់នឹងគំនិតខ្ញុំខ្លះបានទេគ្រាន់តែផែនការដេញថ្លៃមួយប៉ុណ្ណោះទោះបីមានកំហុសក៏ដោយខ្ញុំក៏អាចសម្រេចជ្រើសអ្នកជាតំណាងដោយផ្ទាល់បានមានរឿងអ្វីសេណែនគ្មានអ្វីទេគ្រាន់តែមានអារម្មណ៍ថាការប្រយុទ្ធជាមួយគ្នាបែបនេះគឺល្អណាស់បងលីជួនយប់នេះទំនេរទេ
ខ្ញុំចង់ជែកជាមួយបងបន្តិចអំពីគម្រោងរបស់ Hang Seng Group នោះកិច្ចសហការជាមួយ Hang Seng បានបរាជ័យរួចហើយឥឡូវនេះនៅមានអ្វីត្រូវជែកទៀតអញ្ចឹងខ្ញុំអាចអញ្ជើញបងញ៉ាំអាហារបានទេចាត់ទុកថាជាការសុំទោសចំពោះការធ្វើឲ្យកិច្ចសហការលើកនេះបរាជ័យសុំទោសពេលខៃសេញញ៉ាំចាក់ចេញបងបាននិយាយយ៉ាងម៉េចបងនិយាយថាបងប្រកាសជាអាចដោះស្រាយជាមួយ Hang Seng បងសុំការខូចខាតបានទេបងលីជួនខ្ញុំក៏មិនចង់ឲ្យវាខ្លាចជាបែបនេះដែរខ្ញុំពិតជាខិតខំអស់ពីសមត្ថភាពហើយប៉ុន្តែអតិថិជនទាំងនោះទទួលស្គាល់តែធីសេញញ៉ាំប៉ុណ្ណោះខ្ញុំក៏គ្មានវិធីដែរកុំមកនិយាយបែបនេះជាមួយខ្ញុំបងលីជួនតើបងនៅតែនឹកធីសេញញ៉ាំមែនទេបងនៅតែបន្ទោសខ្ញុំមែនទេកាលនោះគេជាអ្នកទូចចង់ចាក់ចេញខ្ញុំមិនមែនជាអ្នកបណ្ដេញគេចេញទេគ្រប់គ្រាន់ហើយឥឡូវនេះខ្ញុំមិនចង់ឃើញអ្នកទេឥឡូវនេះលីជួនភ័យស្លន់ស្លោហើយបន្តិចទៀតខ្ញុំនឹងផ្ទេរប្រាក់កក់ទៅក្រោយពេលការងារសម្រេចកុំភ្លេចផ្ដល់ផលប្រយោជន៍ឲ្យខ្ញុំលោកលាវមានរឿងអ្វីលោកលាវម្សិលមិញសុនមីវបានផ្ទេរប្រាក់500សូនគេថាជាប្រាក់កក់ឲ្យអ្នកគ្រប់គងប៉ុន្តែអ្នកគ្រប់គងនោះពួកយើងមិនធ្លាប់សហការជាមួយទេចុះសុនមីវវិញហើយគេមកជួបខ្ញុំឥឡូវនេះចាំអីទៀតទៅឲ្យលឿនទៅកាលពីយប់សុនមីវបានផ្ញើសារទៅផ្នែកធនធានមនុស្សថាមានរឿងបន្ទាន់នៅស្រុកកំណើតហើយត្រូវត្រឡប់ទៅវិញថ្ងៃនេះក៏តាក់ទងគេមិនបានទៀតចុះអតិថិជន2-3នាក់ដែលនៅក្នុងដៃគេវិញកុំព្យូទ័ររបស់គេត្រូវបាន format រួចហើយសូម្បីផ្នែកបច្ចេកទេសជួសជុលបន្ទាន់ក៏មិនអាចសង្គ្រោះបានដែរអូត្រូវហើយទៅរកឈីស៊ីនៀនហេតុអ្វីអ្នកមកទីនេះឈីស៊ីនៀនបង្ករឿងយូរមកហើយគឺដើម្បីមកនៅជាមួយមនុស្សក្រីក្របែបនេះលោកលាវខំមកពីចម្ងាយគ្រាន់តែដើម្បីណែនាំការស្លៀកពាក់របស់ខ្ញុំឬស៊ីនៀនយើងឈប់ឆ្លោះគ្នាបានទេនៅកន្លែងក្រីក្រដាច់ស្រយាលបែបនេះតើអាចមានអនាគតអ្វីទៅយ៉ាងហោចណាស់ទីនេះស្អាតស្អំខ្ញុំស្នាក់នៅទីនេះមានអារម្មណ៍ស្រួលណាស់លោកលាវបើគ្មានរឿងអ្វីទេសូមត្រឡប់ទៅវិញចុះខ្ញុំមកទីនេះជាពិសេសដើម្បីនាំអ្នកត្រឡប់ទៅវិញខ្ញុំក៏នៅរក្សាតំណែងដើមរបស់អ្នកនៅក្រុមហ៊ុនដែរអ្នកនិយាយជាមួយខ្ញុំបែបនេះមែនទេតំណែងនោះទុកសិនមេអូទៅខ្ញុំមិនហ៊ានឡើងទៅដល់កម្រិតនោះទេកុំប្រាប់ថាក្រុមហ៊ុនមានបញ្ហាហើយចង់ឲ្យខ្ញុំត្រឡប់ទៅដោះស្រាយបញ្ហាវិញក្រុមហ៊ុនមានបញ្ហាបន្តិចមែនប៉ុន្តែនេះជារឿងរញ៉េញ៉ៃដែលអ្នកបង្កឡើងអ្នកគួរតែដោះស្រាយដោយខ្លួនឯងវាមិនពាក់ព័ន្ធនឹងខ្ញុំទេសេណែនខ្ញុំដឹងថាមុននេះជាកំហុសរបស់ខ្ញុំអ្នកត្រឡប់មកវិញហើយយើងចាប់ផ្ដើមសារជាថ្មីបានទេលីជួនរឿងរវាងយើងបានកន្លងផុតទៅហើយខ្ញុំរស់នៅទីនេះបានល្អណាស់ខ្ញុំមិនចង់ត្រឡប់ទៅរស់នៅក្នុងជីវិតដែលពោរពេញដោយការប្រកួតប្រជែងទៀតទេគីសេណែនកុំធ្វើជាមិនដឹងគុណចំការផ្លែឈើក្រីក្ររបស់អ្នកនេះមួយជីវិតអាចរកបានប៉ុន្មានសូម្បីតែប្រាក់ដែលហូរចេញពីចន្លោះម្រាមដៃខ្ញុំក៏ច្រើនជាងនេះដែរប៉ុន្តែខ្ញុំសុខចិត្តនៅទីនេះលើផ្លែប៉ោមជីជីងត្រឡប់ទៅហើយមើលមុខអ្នកសំបីមួយផ្លែចេញពីផ្លូវទៅឆ្កែល្អមិនរារាំងផ្លូវទេបានអ្នកមានឆន្ទៈមែនបើមានសមត្ថភាពគុំមកសុំជំនួយពីខ្ញុំនៅថ្ងៃក្រោយគេគឺជាគូដណ្ដឹងរបស់អ្នកអាទិត្យគូដណ្ដឹងត្រូវនិយាយថាអ្នកពិតជាមើលមនុស្សខុសមែនជប់និយាយលេងទៅយើងត្រូវទៅពិព័រណ៍លក់ទំនិញហើយទីតាំងស្ងាត់បែបនេះទោះបីផ្លែប៉ោមរបស់យើងល្អយ៉ាងណាក៏ដោយក៏គ្មានអ្នកណាមើលឃើញដែរទីតាំងស្ងាត់មិនអីទេស្រាក្រអូបមិនខ្លាចផ្លូវតូចច្រើនទេផ្លែប៉ោមរបស់យើងមានគុណភាពល្អប្រកាសជាមានអ្នកមកស៊ូមិនខានលោកប្រុសសាកភ្លក់ផ្លែប៉ោមស្នូបផ្អែមដែលដាំនៅតំបន់ភ្នំរបស់យើងមើលស្រួយផ្អែមគ្មានកាក់ឆ្ងាញ់ជាប់ចិត្តមិនខានរសជាតិនេះពិតជាឆ្ងាញ់មែនផ្អែមជាងផ្លែប៉ោមដែលខ្ញុំធ្លាប់ញ៉ាំពីមុនទៀតហើយមានទឹកច្រើនទៀតហេតុអ្វីផ្លែប៉ោមរបស់អ្នកមានក្លិនថ្នាំតើបានប្រើថ្នាំជំរុញឲ្យឆាប់ទុំមែនទេកុំនិយាយផ្ដេសផ្ដាសផ្លែប៉ោមរបស់យើងសុទ្ធតែធម្មជាតិនិងគ្មានសារធាតុប៉ះពាល់មានអ្នករាយការណ៍ថាអ្នកកំពុងលក់ផ្លែប៉ោមពោលថ្ងៃនេះកុំសង្ឃឹមថានឹងអាចតាំងតូបលក់បានទៀតមិនអាចប្រើកម្លាំងបានទេបើប្រើកម្លាំងនៅទីនេះទោះមានហេតុផលក៏នឹងខ្លាចជាខុសដែរជំរាបសួរនៅតំបន់សេនីពិព័រណ៍កសិផលទីក្រុងមានអ្នកមកបង្ករឿងពួកគេបានបំផ្លាញទំនិញតាំងបង្ហាញរបស់យើងដោយចេតនាអ្នកលក់ផ្លែប៉ោមមានសារធាតុពុលហើយនៅហ៊ាននិយាយថាស្រីអាក្រក់ឯងពិតជាចង់ឲ្យគេបង្រៀនមែនទែនហើយរបាយការណ៍ត្រួតពិនិត្យនេះសូម្បីតែត្រារបស់ស្ថាប័នក៏គ្មានផងយកក្រដាសបោះពុំមួយសន្លឹកមកហើយចង់បោកប្រាស់គេគិតថាអ្នកអតីសុទ្ធតែខ្វាក់មែនទេពួកអ្នកមានរឿងអ្វីនេះជាលើកទីប៉ុន្មានហើយក្នុងខែនេះចាំបាច់ឲ្យខ្ញុំចូលទៅត្រួតពិនិត្យផ្ទាល់ទើបពេញចិត្តមែនទេពួកយើងគ្រាន់តែលេងសាច់ជាមួយចាហាងទាំងពីរអ្នកពួកយើងទៅហើយសហការីអ្នកមើលចុះពួកគេយករបាយការណ៍មួយសន្លឹកដែលនិយាយថាផ្លែប៉ោមរបស់យើងមិនមានគុណភាពមុននេះពួកគេថែមទាំងចង់រុះរើតូបតាំងបង្ហាញរបស់យើងទៀតនៅចូលធ្វើអ្វីទៀតទៅជាមួយពួកយើងមួយសន្ទុះថ្ងៃនេះត្រូវដោះស្រាយរឿងនេះឲ្យច្បាស់មានអ្នកចិត្តណាមកក្រោករឿងអ្នកទាំងពីរត្រឹមត្រូវមែនហើយសូមអភ័យទោសដែលរំខានលោកយ៉ាងនេះចុះខ្ញុំជូនផ្លែប៉ោមមួយប្រអប់ទៅលោកដើម្បីបំបត្តិការភ័យខ្លាចហឹមក្មេងស្រីតូចដូចអ្នកនេះគួរឲ្យចាប់អារម្មណ៍មែនមិនត្រឹមតែក្លាហានទេថែមទាំងធ្វើការបានមឹងម៉ាត់ទៀតខ្ញុំជាអ្នកទទួលបន្ទុកផ្នែកទិញរបស់ផ្សារទំនើបច្រវាក់ក្នុងតំបន់គុណភាពផ្លែប៉ោមរបស់អ្នកល្អណាស់ខ្ញុំចង់កុំងទំនិញពីអ្នកមួយបាច់អ្នកយល់យ៉ាងម៉េច
ខ្ញុំជាអ្នកទទួលបន្ទុកផ្នែកទិញរបស់ផ្សារទំនើបច្រវាក់ក្នុងតំបន់គុណភាពផ្លែប៉ោមរបស់អ្នកល្អណាស់ខ្ញុំចង់កំងទំនិញពីអ្នកមួយបាច់អ្នកយល់យ៉ាងម៉េចគ្មានបញ្ហាទេបើហ្វានស្យ៉ាងពេញចិត្តថ្ងៃក្រោយយើងនៅត្រូវពឹងអ្នកឲ្យគ្រប់គងរយៈពេលវែងទៀតអីចឹងពិតជាល្អណាស់រឿងតម្លៃយើងអាចពិភាក្សាគ្នាបានចំណែកគុណភាពយើងធានាឲ្យបានដាច់ខាតអ្នកក៏អាចមកពិនិត្យមើលបានគ្រប់ពេលដែរអីចឹងយើងកំណត់ពេលមួយទៅខ្ញុំក៏ចង់ទៅមើលបរិយាកាសដាំដុះផងដែរបានហើយជើយូវឹងផ្លែប៉ោមរបស់យើងលក់ចេញបានហើយនេះសុទ្ធតែជាស្នាដៃរបស់អ្នកបើអាចសហការជាមួយផ្សារទំនើបច្រវាក់បានរយៈពេលវែងយើងត្រូវចាប់ផ្ដើមគិតពីការពង្រីកសមត្ថភាពផលិតហើយបានតាមអ្នកទៅអូមែនហើយម៉ាក់ខ្ញុំប្រាប់ថាឲ្យអ្នកទៅផ្ទះញ៉ាំបាយនៅល្ងាចនេះពិតជាក្រុមមនុស្សអត់ប្រយោជន៍មែនរឿងតូចតាចប៉ុណ្ណឹងក៏ធ្វើមិនបានកុំមករំខានខ្ញុំចេញឲ្យអស់ពីមុខខ្ញុំទៅលោកលាវលោកស្រីសាន់មៀវយើងរកឃើញកំណត់ត្រាផ្ទេរប្រាក់ទៅអ្នកផ្គត់ផ្គង់คล้ายៗហើយប៉ុន្តែដំណើរការរបស់ពួកគេគឺត្រឹមត្រូវតាមបទបញ្ញត្តិប្រាក់នេះមិនអាចទាមទារយកមកវិញបានទេប្រាក់50,000នេះខ្ញុំនឹងសងជំនួសសិនរៀបចំការប្រគល់ការងារគ្រប់គម្រោងដែលពាក់ព័ន្ធនឹងគេហើយរៀបចំឯកសារឲ្យស្អាតមុនចប់ម៉ោងការងារយកមកឲ្យខ្ញុំយល់ហើយហេតុអ្វីមិនទាន់ទៅទៀតលោកអ្នកគ្រប់គ្រងថៃគាត់នឹងត្រឡប់មកវិញទេឥឡូវនេះគ្រាន់តែគាត់កំពុងខឹងប៉ុណ្ណោះប៉ុន្មានថ្ងៃទៀតគាត់នឹងត្រឡប់មកដោយខ្លួនឯងល្អខ្ញុំដឹងហើយគីសេញៀននេះជាអ្នកបង្ខំខ្ញុំឲ្យធ្វើបែបនេះយីវិញមកដល់ហើយចូលមកលឿនម្ហូបចិត្តរួចហើយមីងបានធ្វើម្ហូបដែលអ្នកចូលចិត្តជាពិសេសមីងខ្ញុំមកជួយមីងមិនបាច់ទេកុំជួយមីងរាល់ថ្ងៃនៅចំការផ្លែឈើវល់ធ្វើការបែបនេះប្រកាសជាហត់ខ្លាំងណាស់បាក់ឃើញឯងរវល់ពេញមួយរសៀលអ្នកណាដែលមិនដឹងប្រហែលគិតថាចៅយាយវិញជាកូនប្រុសបង្កើតរបស់ឯងហើយមីងស្រីរពើឯងនិយាយអីហ្នឹងជេវិញឪពុកម្ដាយឯងនៅក្រៅស្រុកជារៀងរាល់ឆ្នាំចង់ញ៉ាំអ្វីក៏មកផ្ទះមីងទៅកុំអៀនមីងអីអរគុណមីងបានមើលថែខ្ញុំច្រើនណាស់ហើយចៅយាយវិញតាមពិតប៉ុន្មានឆ្នាំមកនេះខ្ញុំអរគុណអ្នកខ្លាំងណាស់ហេតុអីបានជាស្រាប់តែនិយាយរឿងនេះប៉ុន្មានឆ្នាំមកនេះខ្ញុំធ្វើការនៅខាងក្រៅទុកឲ្យម៉ាក់ខ្ញុំនៅម្នាក់ឯងក្នុងភូមិសំបីតែមនុស្សជួយដៃក៏គ្មានម្នាក់គឺអ្នកដែលតែងតែជួយគាត់រាល់ពេលម៉ាក់ខ្ញុំទូរស័ព្ទមកគាត់តែងសរសើរអ្នកគុណនេះខ្ញុំចងចាំជានិច្ចកុំអីនិយាយបែបនេះនេះជាអ្វីដែលខ្ញុំគួរធ្វើអ្នកត្រឡប់មកវិញពេលនេះគឺបានជួយខ្ញុំច្រើនណាស់បើគ្មានអ្នកឆ្នាំនេះខ្ញុំនិងអ្នកភូមិប្រហែលជាខំប្រឹងធ្វើការឥតប្រយោជន៍ហើយបានហើយកុំអរគុណគ្នាទៅវិញទៅមកទៀតញ៉ាំបាយទៅអីចឹងសូមជូនពរឲ្យអាជីវកម្មរបស់ពួកយើងកាន់តែរីកចម្រើនទៅមុខអូនេះមិនមែនចៅយាយវិញអ្នករៀនសូត្រជ្រុលនោះទេចេញពីសាលាហើយដើរលឿនយ៉ាងនេះតើទៅណាកុំតន់រើវាយកលុយហោប៉ៅខ្លះមកឲ្យពួកយើងចាយរឿងនេះនឹងចប់ត្រឹមនេះបើមិនដូច្នោះទេកុំបន្ទោសពួកយើងថាមិនអត់អន់មើលទៅបើមិនឲ្យមេរៀនអ្នកបន្តិចអ្នកមិនដឹងច្បាប់ទេពួកអ្នកឈប់សិនហើយអ្វីក៏ជាអ្នកម្នាក់នេះទៀតអ្នកមិនអីទេមែនទេញ៉ាំបាយទៅម្ហូបត្រជាក់អស់ហើយយូវែងអើយរឿងពីពណ៌លក់ទំនិញថ្ងៃនេះខ្ញុំបានរកហើយអរគុណច្រើនដែលបាននៅជាមួយសៃណែនបើមិនដូច្នោះទេនាងជាក្មេងស្រីម្នាក់នៅខាងក្រៅខ្ញុំនឹងបារម្ភរាល់ថ្ងៃមិនខានអ្នកមីងកុំបារម្ភខ្ញុំនឹងការពារសៃណែនឲ្យបានល្អបាទសុទ្ធតែជាគុណសម្បត្តិរបស់គាត់ខ្ញុំគ្រាន់តែជាអ្នកដែលរារាំងគាត់ប៉ុណ្ណោះក្មេងម្នាក់នេះឈៀវហ្វេងបំពង់ទឹកនៅឃ្លាំងចុងភូមិបែកហើយមកឲ្យលឿនអ្នកមីងសៃណែនអ្នកទាំងអស់គ្នាញ៉ាំបន្តទៅខ្ញុំត្រូវទៅមើលឃ្លាំងសិនខ្ញុំទៅជាមួយអ្នកក៏អាចជួយបានខ្លះដែរសន្ទះទឹកនៅឯណាត្រូវបិទ main switch ជាមុនសិនវានៅជ្រុងជញ្ជាំងខាងក្នុងបំផុតនៃឃ្លាំងតែកន្លែងនោះទឹកជ្រៅហើយប្រអប់ភ្លើងនៅក្បែរនោះគ្រោះថ្នាក់ខ្លាំងណាស់បើមិនបិទ main switch ទេទឹកមិនអាចឈប់ផ្លែប៉ោមទាំងនេះត្រូវបានកំណត់ទុកសម្រាប់ដឹកចេញមិនអាចឲ្យវាត្រូវទឹកជ្រាបបានទេបានហើយអ្នកទាំងអស់គ្នាប្រញាប់យកទឹកចេញអស់ហើយលើកប្រអប់ទៅកន្លែងស្ងួតផ្លែឈើដែលត្រូវទឹកជ្រាបដាក់បែងចែកដោយឡែកបន្ទាប់មកចាត់ទុកជាផ្លែឈើគុណភាពទាបយូវឹងមើលស្នាមប្រេះនេះមើលទៅដូចជាមានអ្នកបំផ្លាញដោយចេតនាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវកែនស្នាមប្រេះមានភាពរលូនវាមិនមែនប្រេះដោយសារចាស់តាមធម្មជាតិទេគឺមានអ្នកកាត់ផ្ដាច់ដោយចេតនាតើអ្នកណាធ្វើរឿងអាក្រក់បែបនេះបើផ្លែប៉ោមទាំងនេះខូចដោយសារទឹកការខិតខំរបស់យើងពេញមួយឆ្នាំមិនខ្លាចជាខាតទេកុំទាន់គិតរឿងច្រើនពេកអ្វីដែលសំខាន់បំផុតពេលនេះគឺជួយសង្គ្រោះផ្លែប៉ោមពិនិត្យមើលក្នុងឃ្លាំងម្ដងទៀតថាមានតម្លៃណាខ្លះអ្វីដែលស៊ីនៀននិយាយគឺថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាដែលបានខិតខំនិយាយអីថាខិតខំមិនខិតខំអីពួកយើងក៏ធ្វើដើម្បីជួយខ្លួនឯងដែរត្រជាក់ឬអត់ទៅអង្គុយក្នុងឡានក្បែរនោះក៏ក្តៅសិនអ្វីដែលនៅសល់នៅទីនេះទុកឲ្យខ្ញុំរៀបចំបានហើយទេពួកយើងប្រញាប់ធ្វើទៅ
រួមគ្នាខំប្រឹងឲ្យលឿនរៀបចំរួចហើយត្រឡប់ទៅសម្រាកឲ្យបានឆាប់ពិតជាអរគុណច្រើនដល់ក្មេងស្រីសៃណែនបើមិនដូច្នោះទេតើយើងអាចទទួលបានការបញ្ជាទិញធំបែបនេះបានយ៉ាងម៉េចមែនហើយពីមុនផ្លែប៉ោមល្អរបស់យើងអាចតែដឹកទៅទីប្រជុំជនលក់ក្នុងតម្លៃទាបបើទីផ្សារមិនល្អក៏មានតែទុកឲ្យខូចនៅផ្ទះឥឡូវនេះល្អហើយតាមសៃណែននិងឈៀវហ្វេងមិនបារម្ភថាលក់មិនបានតម្លៃល្អទៀតទេខ្ញុំមើលថាយកមិញបំពង់ទឹកនៅឃ្លាំងត្រូវបានគេកាត់ប្រកាសជាមានអ្នកច្រណែននឹងពួកយើងមិនចង់ឃើញពួកយើងបានល្អទេឈៀវជាងអ្នកមិនមែនទៅធ្វើការនៅទីក្រុងទេហើយអ្វីបានជាស្រាប់តែត្រឡប់មកវិញប៉ាខ្ញុំក៏នឹកឃ្លានសួនផ្លែឈើនៅផ្ទះដែរតាមផ្លូវមកខ្ញុំមើលថាផ្លែប៉ោមរបស់យើងលក់អស់ហើយត្រូវហើយទាំងអស់នេះជាគំនិតរបស់ក្មេងសៃណែនលើកនេះពិតជាត្រូវអរគុណគាត់មែនតម្លៃយ៉ាងម៉េចដែរបានពិភាក្សាតម្លៃរួចហើយឬនៅហាពិភាក្សារួចហើយលក់ឲ្យអ្នកទិញទំនិញ5យន់ក្នុង1គីឡូក្រាម5យន់ក្នុង1គីឡូក្រាមប៉ាមិនមែនកំពុងលេងសើចទេមែនទេប៉ាចង់មានន័យថាម៉េចនិយាយឲ្យងាយយល់ទៅពេលខ្ញុំត្រឡប់មកលើកនេះដៃគូរបស់ក្រុមហ៊ុនយើងត្រូវការទិញផ្លែប៉ោមមួយចំនួនផ្លែប៉ោមរបស់យើងមានទឹកច្រើននិងរសជាតិឆ្ងាញ់តម្លៃទិញយ៉ាងហោចណាស់10យន់ក្នុង1គីឡូក្រាមប៉ានិយាយថាប៉ុន្មាន10យន់ក្នុង1គីឡូក្រាមត្រឹមត្រូវយ៉ាងហោចណាស់10យន់នេះនៅតែជាតម្លៃប៉ាន់ស្មានទៀតប៉ុណ្ណោះបើជ្រើសរើសផ្លូវផលិតផលគុណភាពខ្ពស់15យន់ក៏មិនទាន់គ្រប់ដែរឈៀវជាងកុំចេះតែនិយាយផ្ដេសផ្ដាសយើងមានកិច្ចសន្យាជាមួយអ្នកទិញទំនិញរួចហើយអ្នកទិញទំនិញណាពួកអ្នកបានចុះកិច្ចសន្យាអ្វីយកមកឲ្យខ្ញុំមើលតើអាចទេក្មេងនោះលក់ឲ្យពួកយើងក្នុងតម្លៃនេះនឹងពូមីងទាំងអស់គ្នាពួកអ្នកគិតមើលតើអាចទៅរួចទេដែលធីសញ៉ានកំពុងបោកពួកអ្នកមិនគួរទេក្មេងពីរអ្នកគឺសញ៉ាននិងឆែវិញពួកយើងមើលពួកគេតាំងពីតូចមកពួកគេមិនគួរធ្វើរឿងបែបនេះទេឆេងយ៉ននិយាយថាអ្នកឯងស្លូតពេកហើយមនុស្សជាច្រើនចូលចិត្តបោកមនុស្សចិត្តខ្លួនឬថាពីមុនគេធ្វើជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុងតើមនុស្សធម្មតាណានឹងបោះបង់ការងារល្អបែបនោះហើយមកទីនេះជួយពួកយើងលក់ផ្លែប៉ោមលោកលាវកិច្ចការដែលលោកឲ្យខ្ញុំធ្វើខ្ញុំបានធ្វើរួចហើយដែលត្រូវនិយាយខ្ញុំក៏បាននិយាយរួចដែរល្អធ្វើឲ្យពួកគេវឹកវរឲ្យកាន់តែខ្លាំងទៅបើរឿងជោគជ័យខ្ញុំមិនខ្វះផលប្រយោជន៍ឲ្យអ្នកទេកុំបារម្ភលោកលាវខ្ញុំនឹងបណ្ដេញខេសេម៉ែនចេញពីភូមិឲ្យបានខេសេញ៉ានខ្ញុំមិនជឿថាអ្នកមិនត្រឡប់មកសុំខ្ញុំទេម៉ាក់ខ្ញុំត្រឡប់មកហើយសេញ៉ានកូនកើតអីហ្នឹងហើយអ្វីមុខស្លេកបែបនេះខ្ញុំទៅរត់ការនៅក្នុងក្រុងមួយថ្ងៃពេញគ្មានកន្លែងណាទិញក្នុងតម្លៃ10យន់ទេទោះបីធ្វើជាផលិតផលគុណភាពខ្ពស់ក៏បានត្រឹម7ទៅ8យន់ក្នុង1គីឡូយើងប្រញាប់ទៅប្រាប់អ្នកគ្រប់គ្នាឲ្យច្បាស់ទៅខ្ញុំប្រាប់ទៅពួកគេនឹងជឿខ្ញុំឬឥឡូវនេះពួកគេជឿតែតម្លៃ10យន់ក្នុង1គីឡូប៉ុណ្ណោះស៊ឺនាងប្រកាសទេថាតម្លៃដែលឲ្យអ្នកភូមិគឺសមរម្យពេលខ្ញុំចរចាជាមួយអ្នកទិញចៅយូវឹងក៏នៅទីនោះជានិច្ចក្រៅពីថ្លៃដឹកជញ្ជូននិងវិកខ្ចប់ខ្ញុំមិនបានកាត់យកសំបីតែកាក់មួយពីវាទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកភូមិរកចំណូលបានច្រើនជាងមុនស៊ឺអ្នកប្រញាប់លាក់ខ្លួនសិនទៅអ្នកភូមិកំពុងមកខាងនេះហើយមែនហើយលាក់ខ្លួនសិនទៅចាំរឿងនេះស្ងប់សិនចាំត្រឡប់មកវិញម៉ាក់ខ្ញុំមិនលាក់ទេបើខ្ញុំលាក់នោះមានន័យថាខ្ញុំទទួលស្គាល់ទៀតអ្នកណានឹងជឿយើងហើយអ្នកណានឹងហ៊ានសហការជាមួយយើងស៊ឺចេញមកខ្ញុំដឹងថាអ្នកនៅផ្ទះខ្ញុំសុំទោសមនុស្សចិត្តខ្មៅដូចអ្នកនៅមានមុខចេញមកទៀតឬអ្នកទាំងអស់គ្នាកុំរំជើបរំជួលពេកប្រកាសជាមានការយល់ច្រឡំមនុស្សចិត្តខ្មៅដូចអ្នកនៅមានមុខចេញមកទៀតឬអ្នកទាំងអស់គ្នាកុំរំជើបរំជួលពេកច្បាស់ជាមានការយល់ច្រឡំគ្មានការយល់ច្រឡំអ្វីទេតម្លៃទិញ10យន់ក្នុង1គីឡូអ្នកឲ្យតែ5យន់អ្នកយកប្រាក់កម្រៃពាក់កណ្ដាលក្នុង1គីឡូតើអ្នកនៅជាមនុស្សទេហាខ្ញុំបានទៅសួរនៅក្រុងហើយគ្មានតម្លៃទិញ10យន់ក្នុង1គីឡូតតែសោះហាអ្នកថាគ្មានគឺគ្មានមែនឬច្បាស់ណាស់អ្នកកំពុងនិយាយដោយសារចំអកខ្លួនឯងហាខ្ញុំនិងយូវឹងបានរត់ទៅមកពេញមួយថ្ងៃផ្សារផ្លែឈើទាំងខាងត្បូងនិងខាងជើងក្រុងខ្ញុំបានសួរគ្រប់កន្លែងហើយសូម្បីតែផ្លែប៉ោមល្អបំផុតក៏បានតែ7.5យន់ក្នុង1គីឡូអ្វីដែលស៊ីនៀននិយាយគឺពិតមែនឬយ៉ាងណាក៏ដោយខ្ញុំគិតថាស៊ីនៀននិងចៅហ្វឹងមិនមែនជាមនុស្សបែបនេះទេកុំគិតថាអាចបោកប្រាស់អ្នកទាំងអស់គ្នាខ្ញុំទៅតែមកពីក្រុមហ៊ុនធំនៅក្នុងក្រុងអ្នកគ្រប់គ្រងផ្នែកទិញបានប្រាប់ខ្ញុំដោយផ្ទាល់បើផ្លែឈើមានគុណភាពល្អពួកគេនឹងទិញទាំងអស់ក្នុងតម្លៃ10យន់ច្បាស់ជាអ្នកនឹងចៅយូវឹងសហការគ្នាបង្អាប់តម្លៃខ្ពស់ចុះហើយរកចំណេញពីភាពខុសគ្នាដើម្បីបោកប្រាស់អ្នកមិនដូច្នោះទេហេតុអ្វីអ្នកមិនធ្វើជាអ្នកគ្រប់គ្រងនៅក្រុងហើយត្រឡប់មកភូមិវិញដើម្បីហើយគឺពួកអ្នកនឹងហើយចំណេញលុយអាក្រក់ហើយប្រញាប់សងលុយដែលរកបានមកវិញប្រញាប់សងផលប្រយោជន៍របស់ពួកយើងមកវិញរកលុយអាក្រក់បែបនេះពួកឯងមិនបានស្លាប់ល្អទេរកលុយខ្មៅបែបនេះពួកឯងមិនបានស្លាប់ល្អទេអ្នកទាំងអស់គ្នាកុំឲ្យគេបោកទៀតបើយើងពិតជាចំណេញពីតម្លៃខុសគ្នាហេតុអ្វីបានជាប៉ុន្មានថ្ងៃនេះនៅតែជួយអ្នកទាំងអស់គ្នាដេកយប់ជ្រៅប្រមូលផ្លែឈើនៅលើក៏រត់ទៅជួយមុនគេសេនីនរបស់ខ្ញុំមិនដែលនិយាយកុហកទេហេតុអ្វីបានជាអ្នកទាំងអស់គ្នាធ្វើបាបគេបែបនេះបើមិនអីចឹងទេយើងសួរឲ្យច្បាស់សិនសេនីននិងឈៀវហ្វេងមិនមែនជាមនុស្សបែបនោះទេឈប់ធ្វើជាមនុស្សល្អនៅទីនេះទៅប្រាក់ប៉ុន្មានពាន់របស់គ្រួសារអ្នកគេឲ្យសំណុកអ្នកប៉ុន្មានដងហើយអ្នកដឹងទេឈួតមែនមីងហ្គាយឡែនប៉ុន្មានឆ្នាំមកនេះខ្ញុំបានជួយអ្នកទាំងអស់គ្នារកវិធីលក់ផ្លែឈើចេញមិនមែនអ្នកមិនដឹងទេឥឡូវនេះសូម្បីតែខ្ញុំក៏អ្នកទាំងអស់គ្នាលែងជឿហើយមែនទេពីមុនដឹងច្បាស់ឥឡូវនេះមិនច្បាស់ទៀតទេមនុស្សគ្រប់គ្នាសុទ្ធតែអាចផ្លាស់ប្ដូរបានហឹមមិនប្រកាសទេប្រហែលជាពួកអ្នកចង់រកលុយអាក្រក់នោះឯងគួយឡានពួកយើងបានដឹងថាស៊ីនៀនតាំងពីត្រឡប់មកវិញ
រាល់ថ្ងៃមិនទាន់ភ្លឺផងគេក៏ទៅជួយពួកអ្នកធ្វើការហើយគេស្គមអស់ជាច្រើនគីឡូពួកអ្នកមិនអាចចោទប្រកាន់គេបែបនេះទេរាល់ថ្ងៃមិនទាន់ភ្លឺផងគេក៏ទៅជួយពួកអ្នកធ្វើការគេស្គមអស់ជាច្រើនគីឡូពួកអ្នកមិនអាចចោទប្រកាន់គេបែបនេះទេខ្ញុំថាគេស្គមព្រោះរាល់ថ្ងៃគិតតែពីរបៀបយកកម្រៃលាក់ខ្លួនវិញទេអ្នកបើអីចឹងពួកអ្នកទៅរកក្រុមហ៊ុនដែលគេនិយាយនោះដែលអះអាងថាជាក្រុមហ៊ុនធំទៅចុះឲ្យគេទិញផ្លែប៉ោមរបស់ពួកអ្នកក្នុងតម្លៃ10យ៉នក្នុង1គីឡូអ្នកកុំគិតថាពួកយើងមិនហ៊ានស៊ីនៀននិយាយត្រង់នេះនៅថ្ងៃនេះបើអ្នកណាអាចលក់បានក្នុងតម្លៃ10យ៉នក្នុង1គីឡូបានចំណែកខាតពីមុនទាំងអស់ខ្ញុំនឹងជួយបំពេញអ្នកនិយាយពិតមែនទេប៉ុន្តែបើមនុស្សនោះមិនអាចទិញក្នុងតម្លៃ10យ៉នក្នុង1គីឡូបានបើពួកអ្នកត្រូវគេបោកគុំត្រឡប់មករកខ្ញុំស្អែកខ្ញុំនឹងទៅរកអ្នកគ្រប់គ្រងផ្នែកទិញរបស់ក្រុមហ៊ុននោះឲ្យគេមកទិញផ្លែឈើទៅខ្ញុំរងចាំមើលបងឆែនមកហើយឆាប់ឡើងជីងអូពីកន្ត្រកសរុប110គីឡូ$10ក្នុង1គីឡូសរុប$100បងទទួលទុកឲ្យបានល្អល្អផ្លែប៉ោមរបស់ខ្ញុំមិនធ្លាប់លក់បានថ្លៃដល់ម្ល៉េះទេលោកម្ចាស់នៅផ្ទះខ្ញុំក៏មានផ្លែប៉ោមដែរតើលោកនឹងមកទិញពេលណាអ្នកមីងកុំប្រញាប់ថ្ងៃនេះខ្ញុំមកទិញផ្លែឈើអ្នកណាមានផ្លែប៉ោមខ្ញុំទិញទាំងអស់លោកម្ចាស់តម្លៃ$10ក្នុង1គីឡូពិតមែនឬអ្នកទាំងអស់គ្នាមើលចុះខ្ញុំកំពុងទិញមិនមែនទេខ្ញុំបងជាសាច់ប្រាក់ភ្លាមមិនពន្យាពេលបងទេល្អណាស់ទីបំផុតបានជួបមនុស្សល្អហើយនៅក្នុងចំការខ្ញុំនៅមានជាង10,000នេះគឺជាប្រាក់ជាង100,000ម្ចាស់តើពេលណាមកទិញផ្លែប៉ោមរបស់ខ្ញុំត្រឡប់ទៅនឹងប្រមូលភ្លាមអ្នកទាំងអស់គ្នាកុំប្រញាប់ទំនិញចំនួននេះខ្ញុំត្រូវការបន្ទាន់បើផុតថ្ងៃនេះខ្ញុំនឹងទៅទិញនៅកន្លែងផ្សេងថ្ងៃនេះប្រញាប់ពេកហើយមែនទេផ្លែឈើរបស់ពួកយើងនៅលើដើមនៅឡើយបើអីចឹងខ្ញុំក៏គ្មានវិធីទេអតិថិជនរបស់ខ្ញុំកំពុងរងចាំទំនិញបើអ្នកមានទំនិញស្រាប់ខ្ញុំនឹងទិញភ្លាមថៅកែអាចរងចាំ2ថ្ងៃបានទេរងចាំមិនបានទេបើហួសឱកាសនេះគ្មានឱកាសទៀតទេអីចឹងតើយើងត្រូវធ្វើម៉េចទៅផ្លែឈើរបស់ពួកយើងមិនមែននៅខាងឈីស៊ីនៀននឹងគាត់ទាំងពីរនាក់ទេទៅយកមកវិញទៅប៉ុន្តែពួកយើងបានចុះកិច្ចសន្យារួចហើយផ្លែប៉ោមត្រូវលក់ឲ្យពួកគេទាំងពីរមុនកិច្ចសន្យាអីទៀតពួកគេឲ្យ5យ៉នតែអ្នកនេះឲ្យ10យ៉នមានតែមនុស្សហ្មងទេដែលលក់ឲ្យគេពូមីងទាំងអស់គ្នាបើអ្នកអាចយកផ្លែប៉ោមមកវិញខ្ញុំនឹងទិញទាំងអស់ប៉ុន្តែត្រូវប្រញាប់ខ្ញុំត្រូវចេញដំណើរមុនម៉ោង5ទៅនាំគ្នាទៅរកឈីស៊ីនៀនឲ្យគាត់ប្រគល់ផ្លែប៉ោមមកយើងវិញមីងទៅយកមកវិញដោយមិនបាច់បារម្ភខ្ញុំនឹងនៅទីនេះរងចាំអ្នកណាយកផ្លែប៉ោមមកបានខ្ញុំនឹងឲ្យលុយភ្លាមឈីស៊ីនៀនអ្នកយកផ្លែប៉ោមរបស់យើងមកវិញទៅយើងត្រូវយកផ្លែប៉ោមទៅលក់ឲ្យអ្នកក្រុងម្ចាស់ហាងតម្លៃ10យ៉នក្នុង1គីឡូផ្លែប៉ោមរបស់អ្នកលក់ឲ្យពួកយើងរួចហើយសូម្បីតែកិច្ចសន្យាក៏បានចុះហត្ថលេខារួចដែរបានហើយប្រគល់ឲ្យពួកគេវិញទៅប៉ុន្តែយើងបានចុះកិច្ចសន្យាជាមួយអ្នកគ្រប់គ្រងយ៉ាងរួចហើយខ្ញុំនឹងរកវិធីសុំទោសគាត់ខ្ញុំអាចប្រគល់ផ្លែប៉ោមឲ្យអ្នកវិញប៉ុន្តែខ្ញុំត្រូវបញ្ជាក់ឲ្យច្បាស់អ្នកបានចុះកិច្ចសន្យារួចហើយផ្លែប៉ោមដែលអ្នកលក់ឲ្យខ្ញុំគឺជាទំនិញរបស់ខ្ញុំកុំនិយាយច្រើនប្រាប់មកថាត្រូវធ្វើដូចម្តេចទើបប្រគល់ឲ្យយើងវិញបានខ្ញុំឲ្យអ្នកជ្រើសពីជម្រើសទី1អ្នកសងលុយឲ្យខ្ញុំតាមតម្លៃ5យ៉នក្នុង1គីឡូហើយយកផ្លែប៉ោមរបស់អ្នកត្រឡប់ទៅវិញទី2ខ្ញុំបន្ថែមឲ្យអ្នកចំនួនខុសគ្នា 0.5 យ៉នក្នុង1គីឡូផ្លែប៉ោមនៅតែជារបស់ខ្ញុំ 0.5 យ៉ននេះគិតថាឲ្យអ្នកសុំទានឬ 0.5 យ៉ននេះគិតថាឲ្យអ្នកសុំទានឬអ្នកក្រុងនោះឲ្យតម្លៃ10យ៉នក្នុង1គីឡូដូច្នេះជ្រើសជម្រើសទី1ទើបចំណេញជាងប្រគល់លុយឲ្យខ្ញុំវិញយកផ្លែប៉ោមទៅវិញហើយយកទៅលក់1គីឡូ10យ៉នអាចចំណេញបន្ថែម5យ៉នអញ្ចឹងយើងត្រូវប្រគល់លុយប៉ុន្មានវិញសិនជាគ្រួសារអ្នកជំពាក់ផ្លែប៉ោមពី500គីឡូស្មើ25,000ប្រគល់លុយឲ្យខ្ញុំហើយអ្នកអាចយកផ្លែប៉ោមទៅបានពី500គីឡូ25,000យ៉នប្រគល់ឲ្យយកផ្លែប៉ោមមកលក់វិញបាន50,000ហើយចំណេញបន្ថែម25,000ត្រូវហើយអ្នកសម្រេចចិត្តទៅអ្នកមិនមែនយកលុយហើយបែរជាមិនទទួលស្គាល់ទេមែនទេខ្ញុំចៅយូវឹងអាចធ្វើជាសាក្សីបានស៊ីនៀនគាត់ប្រកាសជាធ្វើតាមពាក្យដែលគាត់និយាយប្រគល់ក៏ប្រគល់ទៅខ្ញុំនឹងត្រឡប់ទៅផ្ទះយកលុយឥឡូវនេះអ្នករៀបចំផ្លែប៉ោមទុកឲ្យខ្ញុំបងស្រីឡានបើសិនជាថាកែក្រុងនោះពេលក្រោយមិនទទួលទិញវិញតើយើងធ្វើម៉េចលុយសុទ្ធដែលគេឲ្យនៅនឹងកន្លែងតើអាចជាលុយខ្លាំងៗបានឬមែនហើយខ្ញុំក៏បានលុយរួចហើយមីងជួយយីងក៏បានឃើញដែរមិនមែនឬខ្ញុំក៏បានលុយរួចហើយមីងជួយយីងក៏បានឃើញដែរមិនមែនឬអីចឹងប្រញាប់ប្រគល់ទៅកុំអូសបន្លាយទៀតខ្ញុំតែងមានអារម្មណ៍ថាចិត្តមិនស្ងប់សោះតើធ្វើម៉េចល្អខាងក្នុងនៅមានផ្លែឈើដែលធ្លាប់ត្រូវទឹកជ្រាបផងបើសិនជាត្រូវគេរកឃើញវិញរឿងនេះមិនមែនជារឿងធំអីទេគ្រាន់តែចៅយីវិញគាត់ស្មោះត្រង់ពេកគាត់ទូចចង់គិតតម្លៃជាផ្លែឈើគុណភាពយកមកដាក់ជាមួយគ្នាតើអ្នកណាមើលដឹងតម្លៃ10យ៉នក្នុង1គីឡូក្រាមបើហួសភូមិនេះទៅហើយគ្មានហាងនេះទៀតទេទៅប្រញាប់ឡើងទៅផ្ទះយកលុយមក
ថៅកែផ្លែប៉ោមខ្ញុំដឹកមកដល់ហើយសរុបមាន6 0អ្នកទិញទាំងអស់គីឡូក្រាមមានកុំទាន់ប្រញាប់ខ្ញុំសិនមើលគុណភាពផ្លែឈើល្អណាស់ល្អជាងអ្វីដែលខ្ញុំរំពឹងទុកទៅទៀត6,000 គីឡូក្រាមតម្លៃ10យន់ក្នុង1គីឡូក្រាមសរុប60អញ្ចឹងប្រញាប់ទទួលទិញទៅថ្ងៃនេះខ្ញុំយកសាច់ប្រាក់មកមិនគ្រប់ទេខ្ញុំអាចទិញបានតែ1,000 គីឡូក្រាមសិនចុះនៅសល់វិញមានកុំបារម្ភថ្ងៃស្អែកខ្ញុំនឹងយកលុយមកហើយទិញអស់ទាំងអស់ថ្ងៃនេះខ្ញុំបង់លុយ1,000 គីឡូក្រាមនេះឲ្យលោកម្ចាស់ចុះផ្លែប៉ោមរបស់ពួកយើងលោកអាចទទួលបានប៉ុន្មានគីឡូសូមអភ័យទោសអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំអាចទទួលទិញពីម្នាក់បានតែផ្នែកមួយសិនប៉ុន្តែអ្នកទាំងអស់គ្នាកុំបារម្ភថ្ងៃស្អែកខ្ញុំនឹងយកសាច់ប្រាក់គ្រប់គ្រាន់មកជាក់ជាមិនខានលោកម្ចាស់ថ្ងៃស្អែកលោកត្រូវតែមកណាខ្ញុំគ្មានហេតុផលអ្វីត្រូវបោកប្រាស់អ្នកទាំងអស់គ្នាថ្ងៃស្អែកម៉ោង9ព្រឹកខ្ញុំនឹងមកទាន់ពេលអ្នកទាំងអស់គ្នាគ្រាន់តែរៀបចំផ្លែប៉ោមដែលនៅសល់ឲ្យរួចជាស្រេចទៅហាខៃយើងឲ្យហេតុអ្វីបានជាអ្នកព្រួយមិនសប្បាយចិត្តអញ្ចឹងនេះបើប្រៀបធៀបនឹងឲ្យខៃសិនពីពួកគេយើងរកបានច្រើនជាងមុនបន្តិចទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាខាងសៃណែនយើងធ្វើបែបនេះដាក់គាត់ខ្ញុំមានអារម្មណ៍ខុសចិត្តមានអ្វីត្រូវខុសចិត្តពេលពួកគេទាំងពីររកលុយពីយើងក៏មិនបានទុនដៃដែរមែនហើយបើមិនមែនដោយសារក្មេងឆៃយ៉ាងត្រឡប់មកប្រាប់យើងទេយើងនៅតែត្រូវបានបោកបញ្ឆោតមិនដឹងអ្វីទាំងអស់ចាំដល់ថ្ងៃស្អែកលក់ផ្លែប៉ោមដែលនៅសល់អស់គ្រួសារខ្ញុំនឹងរកបានជិត30,000 យន់បន្ថែមខ្ញុំក៏ដូចគ្នាគ្រាន់តែគិតដល់ក៏សប្បាយចិត្តហើយពូមីងទាំងអស់ខ្ញុំសុំទៅមុនហើយថ្ងៃស្អែកម៉ោង9ព្រឹកជួបគ្នាមិនខានលោកលាវខ្ញុំនឹងវាយអ្នកលោកលាវតើលោកពិតជាចង់ទិញផ្លែប៉ោមពីអ្នកភូមិមែនឬលោកលាវតើលោកពិតជាចង់ទិញផ្លែប៉ោមពីអ្នកភូមិមែនឬទិញសិនទៅហេតុអ្វីមិនទិញតារាប់ណាខេសេញញ៉ាំគ្មានទំនិញនៅក្នុងដៃកិច្ចសន្យាដែលបានចុះមុននេះគាត់ត្រូវបង់សំណងបំពេញកិច្ចសន្យាចាំដល់ពេលខៃសេញញ៉ាំបង់សំណងបំពេញកិច្ចសន្យាហើយចាយលុយដែលមានក្នុងដៃអស់មិនត្រូវត្រឡប់មកអង្វរខ្ញុំដោយស្ដាប់បង្គាប់ទេអញ្ចឹងលោកពិតជាចង់ទិញក្នុងតម្លៃ10យន់ក្នុង1គីឡូក្រាមមែនឬមើលទៅខ្ញុំដូចមនុស្សល្ងងមែនទេខ្ញុំគ្រាន់តែសន្យាខ្យល់ឲ្យពួកល្ងងទាំងនោះប៉ុណ្ណោះផ្លែប៉ោមដែលត្រូវទឹកយ៉ាងច្រើនខ្ញុំឲ្យតែ3យន់ក្នុង1គីឡូក្រាមយ៉ាងណាពេលនេះពួកគេបានលុបកិច្ចសន្យាហើយខីសេញញ៉ាំក៏មិនទទួលទិញទៀតដែរតារាប់ណាផ្លែប៉ោមទាំងអស់មកដល់ដៃខ្ញុំតម្លៃប៉ុន្មានក៏ខ្ញុំជាអ្នកសម្រេចដែរអញ្ចឹងលោកសន្យាផ្ដល់ឲ្យខ្ញុំនោះងាយដោះស្រាយហើយតម្លៃប៉ុន្មានក៏ខ្ញុំជាអ្នកសម្រេចដែរអញ្ចឹងលោកសន្យាផ្ដល់ឲ្យខ្ញុំនោះងាយដោះស្រាយហើយកុំបារម្ភបន្ទាប់ពីការងារសម្រេចអត្ថប្រយោជន៍របស់អ្នកមិនខ្វះទេខីសេញញ៉ាំអ្នករៀបចំផែនការបោកប្រាស់ពួកយើងដើម្បីរកលុយបើថ្ងៃនេះលោកលាវមិនមកទិញផ្លែប៉ោមទេពួកយើងនៅតែត្រូវអ្នកបោកបញ្ឆោតថ្ងៃនេះខ្ញុំសូមប្រកាសនៅទីនេះចាប់ពីពេលនេះទៅខ្ញុំដាច់ខាតមិនលក់ផ្លែប៉ោមឲ្យអ្នកទៀតឡើយត្រូវហើយពេលក្រោយកុំសង្ឃឹមថានឹងមកធ្វើបាបខ្ញុំនៅក្នុងភូមិទៀតហេតុអ្វីហឹមព្រោះអ្នករកលុយដោយគ្មានមេត្តាភូមិនេះមិនស្វាគមន៍មនុស្សដូចអ្នកឲ្យត្រឡប់មកវិញទេកយណែនខីសេញញ៉ាំមិនបានរកលុយពីពួកអ្នកទេលោកលាវគេឲ្យតម្លៃ10យន់ក្នុង1គីឡូក្រាមគាត់ឲ្យតែ$5ចុះ$5នោះទៅណាបើអញ្ចឹងអ្នកឯងលក់ទៅលោកលាវឲ្យតម្លៃ$10ក្នុង1គីឡូតែគាត់ឲ្យតែ$5ចុះ$5នោះទៅណាបើអញ្ចឹងអ្នកឯងលក់ទៅយើងឈប់ទិញក៏បានហឹមសេណែនចាប់ពីពេលនេះទៅគ្រួសារយើងនឹងរស់នៅក្នុងភូមិបែបណាទៀតមិនអីទេម៉ាក់នៅមិនទុកចិត្តកូនស្រីរបស់ម៉ាក់ទៀតតែលោកលាវនេះហាក់ដូចជាចម្លែកបន្តិចខ្ញុំបានសួរដំណឹងមើលហើយគាត់ទើបតែមកភូមិយើងដើម្បីទិញទំនិញទោះជាគាត់មានគោលដៅមករកយើងតែម្ដងបើអញ្ចឹងវាពិតជាចម្លែកមែនពួកក្មេងទំនើងដែលបង្ករឿងនៅពិព័រណ៍និងបំពង់ទឹកដែលត្រូវបានគេបំផ្លាញដោយចិត្តនានៅថ្ងៃនេះអ្នកណាម្នាក់កំពុងចិត្តណាមករំខានផែនការយើងហើយអញ្ចឹងយើងគួរធ្វើម៉េចទៅកិច្ចសន្យារបស់អ្នកជាមួយ manager យើងបានចុះហត្ថលេខារួចហើយបើដល់ពេលហើយយើងមិនអាចប្រកល់ទំនិញបានយើងត្រូវបង់សំណងរំលោភកិច្ចសន្យាប៉ុន្មានទៅកិច្ចសន្យារបស់អ្នកជាមួយ manager យើងបានចុះហត្ថលេខារួចហើយដល់ពេលនោះយើងគ្មានវិធីប្រកល់ទំនិញបានទេតើយើងត្រូវបង់សំណងបំពេញកិច្ចសន្យាប៉ុន្មានស៊ីណានតើអ្នកបានទៅបង្កចំនួនជាមួយអ្នកណាម្នាក់នៅក្នុងក្រុងឬថៅកែលាវប្រហែលជាលោកលីឈួនមែនទេមើលទៅយើងត្រូវទៅជួបថៅកែលាវនេះសិនហើយ
ផ្លែប៉ោម500គីឡូក្រាមពីផ្ទះថៅកែលាវខ្ញុំដឹកមកអ្នកទទួលទិញទាំងអស់ឲ្យខ្ញុំទៅមានកុំប្រញាប់អីថ្ងៃនេះខ្ញុំប្រកាសជាទទួលទិញផ្លែប៉ោមរបស់អ្នកទាំងអស់ល្អណាស់ខ្ញុំដឹងហើយថាថៅកែលាវអ្នកមិនបោកយើងទេឥឡូវនេះទីផ្សារលក់ផ្លែប៉ោមបានហើយអរគុណពូនិងមីងទាំងអស់ដែលទុកចិត្តខ្ញុំមីងមកលើកនេះក្លឹងរបស់អ្នកមុនយើងធ្វើម្នាក់ម្ដង500ចិន1ចិន10យួនសរុប50,000យួនថៅកែលាវតើអ្នកមិនបាននិយាយថានឹងបង់ជាសាច់ប្រាក់ទេមីងកុំភ័យអីថ្ងៃនេះក្នុងកណ្ដីក្រុមហ៊ុនមិនទាន់មានលុយទេខ្ញុំចេញលិខិតសញ្ញាជំពាក់ឲ្យអ្នកសិនក្នុងរយៈពេល3ថ្ងៃខ្ញុំប្រកាសជាផ្ទេរលុយចូលកណ្ដីធនាគាររបស់អ្នកទាំងអស់កាលពីម្សិលមិញពេលអ្នកទទួលលិខិតសញ្ញាជំពាក់អ្នកមិនបាននិយាយបែបនេះទេម្សិលមិញគេឲ្យលុយសុទ្ធច្បាស់ម្សិលមិញនោះជាបរិមាណតិចតួចលុយតិចងាយបង្វិលប៉ុន្តែថ្ងៃនេះបរិមាណច្រើនពេកក្រុមហ៊ុនត្រូវអនុវត្តតាមនីតិវិធីអ្នកទាំងអស់គ្នាកុំបារម្ភក្រុមហ៊ុនខ្ញុំធំបែបនេះតើអាចរត់គេចទៅណារួចលោកលាវផ្លែប៉ោមរបស់ខ្ញុំក៏ចេញបានជំពាក់ដែរត្រូវហើយថ្ងៃនេះផ្លែប៉ោមទាំងអស់ចេញបានជំពាក់ដូចគ្នាទូទាត់ក្នុងរយៈពេល3ថ្ងៃមិនពន្យាពេលជំពាក់ឡើយបែបនេះមិនសូវល្អទេពួកយើងនៅតែចង់បានលុយសុទ្ធរបស់ជាបានជំពាក់នេះពួកយើងមិនទុកចិត្តទេបងប្រុសម្នាក់នេះបើបងមិនទុកចិត្តខ្ញុំយកផ្លែប៉ោមត្រឡប់ទៅវិញក៏បានខ្ញុំក៏មិនបាច់លំបាកដែរគុំលោកលាវគុំទៅបានជំពាក់ក៏បានជំពាក់ទៅខ្ញុំជឿអ្នកផ្លែប៉ោមទាំងនេះអ្នកទទួលទៅចុះលោកលាវមិនមែនគ្មានសមត្ថភាពបង់លុយសុទ្ធទេថ្ងៃនេះចេញបានជំពាក់មានបញ្ហាអ្វីទៅក្រុមហ៊ុនធំសុទ្ធតែធ្វើបែបនេះធ្វើតាមដំណើរការធម្មតាទេហាបើពួកអ្នកមិនហ៊ានទិញក៏ចប់ទៅខ្ញុំលក់ដោយខ្លួនឯងពេលក្រោយឃើញខ្ញុំរកលុយបានគុំស្ដាយក្រោយឲ្យសោះនៅតែអ្នកមីងមានហេតុផលជាងមកយើងខ្លឹងម្ដងមួយខ្ញុំនឹងសរសេរបង្កាន់ដៃជំពាក់ឲ្យគ្រប់គ្នានោះមិនមែនជាអតិគូដណ្ដឹងរបស់អ្នកទេខ្ញុំគិតថាគេបោះបង់ទៅហើយមិននឹកស្មានថាគេប្រើល្បិចកាច់បែបនេះទេបើមានល្បិចអ្វីមករកខ្ញុំទៅហេតុអ្វីត្រូវទីអ្នកភូមិស្លូតត្រង់ទាំងនេះចូលពាក់ព័ន្ធពាក្យនេះអ្នកនិយាយខុសហើយខ្ញុំទិញក្នុងតម្លៃ10យួនក្នុង1គីឡូទិញផ្លែប៉ោមពីគ្រប់គ្នាអរគុណខ្ញុំមិនទាន់អស់ផងគឺថា boss ផ្ដល់តម្លៃឲ្យយើងខ្ពស់ជាងយើងសុខចិត្តលក់ឲ្យគាត់ខ្ញុំមើលទៅអ្នកលេងអាចកាត់កម្រៃបានហើយដូច្នេះក្នុងចិត្តមិនសប្បាយអ្នកគ្រាន់តែច្រណែនអ្នកមីងបើពួកអ្នកពិតជាប្រគល់ផ្លែប៉ោមទាំងអស់ឲ្យគាត់ពេលនោះផ្លែប៉ោមរបស់យើងជាអ្នកសម្រេចដោយខ្លួនឯងបើមិនដូច្នោះទេអ្នកត្រូវដាក់តម្លៃឲ្យខ្ពស់ជាងនេះបើមិនចង់ទិញទេក៏ទៅនៅកន្លែងត្រជាក់របស់អ្នកទៅអ្នកមីង Gailan លីឈួនគាត់មិនដែលគិតចង់ទិញផ្លែប៉ោមទេគាត់គ្រាន់តែមិនពេញចិត្តដែលសៃនៀនរកស៊ីបានល្អចិត្តណាមកបំផ្លាញរឿងនេះកុំនិយាយផ្ដេសផ្ដាសនៅទីនេះខ្ញុំគិតថាពួកអ្នកគ្រាន់តែមិនចង់ឃើញពួកយើងរកលុយបានច្រើនកុំនិយាយបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំគិតថាអ្នកគ្រាន់តែមិនអាចទិញផ្លែប៉ោមបានដោយខ្លួនឯងដើម្បីទៅរាយការណ៍ប្រាប់យ៉ាងហេតុទើបចិត្តណាមកបំផ្លាញការងារល្អរបស់ខ្ញុំគីសៃណែនអ្នកខ្លួនឯងទិញផ្លែប៉ោមមិនបានហើយចង់បំផ្លាញឱកាសល្អរបស់អ្នករាល់គ្នាអ្នកខ្លួនឯងទិញផ្លែប៉ោមមិនបានហើយចង់បំផ្លាញឱកាសល្អរបស់អ្នករាល់គ្នាធ្វើម៉េចក៏អាចអាត្មានិយមបែបនេះអ្នករាល់គ្នាតាម boss លាវអាចរកលុយបានច្រើនអ្នកគួរតែជូនពរពួកគេទៅត្រូវខ្ញុំអាត្មានិយមកាលពីដើមខ្ញុំទិញផ្លែប៉ោមក្នុងតម្លៃ5យួនក្នុង1គីឡូទាំងរាប់រងការដឹកជញ្ជូនខ្ញុំមិនដែលជំពាក់លុយអ្នករាល់គ្នាសូម្បីមួយកាតើចំណុចណាដែលខ្ញុំធ្វើខុសចំពោះអ្នករាល់គ្នាបានហើយសៃណែនពួកយើងសុទ្ធតែជាមនុស្សពេញវ័យទៅកន្លែងណាដែលតម្លៃខ្ពស់ជាងនេះជារឿងធម្មតាណាស់អ្នកហ៊ាននិយាយនៅចំពោះមុខគ្រប់គ្នាថាបន្ទាប់ពីអ្នកទទួលទិញផ្លែប៉ោមអ្នកនឹងទូទាត់តាមតម្លៃ10យួនក្នុង1គីឡូក្រាមណាផ្លែឈើមានគុណភាពតាមស្តង់ដារខ្ញុំនឹងបង់ប្រាក់តាមការព្រមព្រៀងជាដាច់ខាតបើអ្នកនៅតែនិយាយផ្ដេសផ្ដាសនៅទីនេះហើយប៉ះពាល់ដល់ការរកស៊ីរបស់ខ្ញុំនឹងរាយការណ៍ទៅប៉ូលីសហើយមីងគ្រាន់តែចង់រកប្រាក់បានច្រើនបន្តិចប៉ុណ្ណោះថ្លៃបណ្ណាការរបស់ជាវហ៊ីវនៅមិនទាន់គ្រប់រាំងពួកយើងទៀតបានទេចាត់ទុកថាម៉េងសុំអង្វរអ្នកទៅខ្ញុំបាននិយាយដល់ត្រឹមនេះហើយបើពេលក្រោយមានបញ្ហាគុំមករកខ្ញុំខ្លួនឯងគ្មានសមត្ថភាពផងហ៊ានមកបង្រៀនអ្នកដទៃទៀតប្រហែលគ្រាន់តែច្រណែនដែលគេរកប្រាក់បានច្រើនជាងខ្លួនគ្មានសមត្ថភាពផងនៅទីនេះធ្វើជាមនុស្សថ្លៃថ្នូរចោះអូយមានរឿងអីហ្នឹងលោកលាវនោះកំពុងផ្សព្វផ្សាយអ្វីពួកយើងបានបែកគ្នារួចហើយហេតុអ្វីគាត់នៅតែមិនព្រមលែងពួកយើងគាត់គ្រាន់តែមិនពេញចិត្តដែលខ្ញុំរួចផុតពីការគ្រប់គ្រងរបស់គាត់ប៉ុណ្ណោះឥឡូវនេះអ្នកភូមិទាំងអស់ត្រូវបានតម្លៃខ្ពស់10យួនធ្វើឲ្យភ្លេចគិតអស់ហើយនាងមិនស្ដាប់ការណែនាំរបស់ពួកយើងសោះចុះកិច្ចសន្យារបស់យើងជាមួយអ្នកគ្រប់គ្រងហ្សែងត្រូវធ្វើម៉េចឥឡូវនេះសូម្បីតែផ្លែប៉ោមក៏ត្រូវអ្នកភូមិប្រមូលយកទៅលក់ឲ្យលីឈួនតើយើងយកអ្វីទៅប្រគល់ឲ្យគេលីឈួនមិនចង់ប្រើសង្គ្រាមតម្លៃដើម្បីបង្ខំឲ្យខ្ញុំចាក់ចេញទេខ្ញុំមិនអាចអង្គុយរងចាំបរាជ័យបានទេផ្លែប៉ោមមិនមែនមានតែភូមិយើងទេភូមិជាច្រើននៅក្បែរនេះក៏នៅមានដើមផ្លែឈើដែលកំពុងមានផ្លែជាច្រើន
ខ្ញុំមិនអាចអង្គុយរងចាំបរាជ័យបានទេផ្លែប៉ោមមិនមែនមានតែភូមិយើងទេភូមិជាច្រើននៅក្បែរនេះក៏នៅមានដាំផ្លែឈើដែលកំពុងមានផ្លែជាច្រើនយើងទៅប្រមូលពីទីនោះយ៉ាងណាក៏អាចប្រមូលបានគ្រប់ចំនួនដែលកិច្ចសន្យាត្រូវការប៉ុន្តែផ្លែឈើល្អត្រូវបានកក់ទុកជាមុនអស់ហើយមិនងាយប្រមូលបានច្រើនដល់ថ្នាក់នោះទេសាកល្បងមើលទៅនៅមានឱកាសបើយើងមិនសាកទេនោះពិតជាគ្មានឱកាសទៀតហើយឥឡូវនេះខ្ញុំនឹងតាក់ទងទៅភូមិដែលធ្លាប់សហការជាមួយយើងសួរមើលថាតំបន់ជុំវិញនេះនៅសល់ទំនិញប៉ុន្មានយើងទិញតាមតម្លៃទីផ្សារមិនយូរទេនឹងប្រមូលបានគ្រប់ចំនួនណែនិយាយការពិតប្រាប់ម៉ាក់មកតើហេតុអ្វីបានជាកូនបែកគ្នាជាមួយលីឈួនហេតុអ្វីបានជានាងនៅតែតាមរំខានកូនមិនឈប់ថ្ងៃដែលគេមកផ្ទះយើងជាលើកដំបូងគេស្រាប់តែចាក់ចេញវាមិនមែនដោយសារក្រុមហ៊ុនទេតែជាទៅមើលថែជំនួយការតូចរបស់គេសូម្បីតែខ្សែពេលភ្ជាប់ពាក្យរបស់យើងក៏គេអាចឲ្យជំនួយការតូចនោះខ្ចីដែរអីគេហ៊ានធ្វើបាបកូនដល់ថ្នាក់នេះបានយ៉ាងម៉េចអាម៉ាក់រឿងទាំងអស់កន្លងផុតហើយឥឡូវនេះកាន់តែគេចង់បំផ្លាញអាជីវកម្មរបស់ខ្ញុំកាន់តែមិនឲ្យគេសម្រេចបំណងទេអាម៉ាក់រឿងទាំងអស់កន្លងផុតហើយឥឡូវនេះកាន់តែគេចង់បំផ្លាញអាជីវកម្មរបស់ខ្ញុំកាន់តែមិនឲ្យគេសម្រេចបំណងទេម៉ាក់ដឹងថាកូនមានគំនិតរបស់ខ្លួនគ្រាន់តែកូនរងការឈឺចាប់ដោយអត្ថហេតុផលច្រើនពេកបើពុកកូនមិនស្លាប់ទៅមុនកូនក៏មិនបាច់ម៉ាក់ខ្ញុំមិនបានរងទុក្ខទេរកស៊ីចិញ្ចឹមខ្លួនឯងដោយដៃរបស់ខ្ញុំប្រសើរជាងនៅជាមួយបុរសបែបនោះ100ដងមេភូមិ CD ប្រាប់ថាពួកគេនៅមានផ្លែឈើមួយបាច់ទៀតដើមឡើយពួកគេក្រុងលក់ឲ្យឈ្មួញផ្លែឈើប៉ុន្តែឈ្មួញនោះបែរជាបង្ខំទម្លាក់តម្លៃភ្លាមឥឡូវនេះពួកគេកំពុងពិបាកចិត្តណាស់ពេលឮថាយើងទិញតាមតម្លៃទីផ្សារពួកគេក៏យល់ព្រមភ្លាមពិតមែនឬអីចឹងល្អណាស់មេភូមិនិយាយថារសៀលនេះនឹងឲ្យគេដាក់ផ្លែប៉ោមចូលកន្ត្រកយើងទៅយកនៅថ្ងៃស្អែកក៏បានតម្លៃដូចដែលយើងបានផ្ដល់ឲ្យភូមិយើងកាលពីមិនបានទាមទារថ្លៃបន្ថែមទេនោះល្អហើយអីចឹងយើងក៏ត្រូវប្រញាប់រៀបចំដែរតាក់ទងរថយន្តដឹកទំនិញត្រជាក់ពេលយកផ្លែប៉ោមហើយត្រូវផ្ញើទៅខាងអ្នកគ្រប់គ្រងយ៉ាងភ្លាមឲ្យហួសពេលប្រគល់ទំនិញលើកនេះពិតជាអរគុណអ្នកខ្លាំងណាស់បើមិនមែនដោយសារអ្នកអស់រយៈពេលប៉ុន្មានឆ្នាំនេះមានទំនាក់ទំនងល្អជាមួយភូមិជុំវិញលើកនេះយើងពិតជាខាតបង់យ៉ាងធ្ងន់ធ្ងរជាមួយខ្ញុំមិនបាច់គួរសមអីទេនេះក៏មិនមែនជារឿងរបស់អ្នកម្នាក់ឯងដែរវាជាការសម្រេចចិត្តរបស់ពួកយើងទាំងអស់គ្នាគ្រាន់តែមិនដឹងថាខាងចុងក្រោយនឹងបង្ករឿងរហូតដល់កម្រិតណាទេតាមការយល់ដឹងរបស់ខ្ញុំអំពីគេច្បាស់ជាមិនអោយអ្នកភូមិប្រាក់ច្រើនបែបនេះទេភាគច្រើនគេនឹងប្រើហេតុផលផ្សេងដើម្បីបញ្ចុះតម្លៃតាំងពីដើមមកគឺមករកអ្នកគេមិនមានបំណងទទួលទិញផ្លែប៉ោមហើយទូទាត់ប្រាក់ពិតៗថ្ងៃក្រោយគេមិនមកក៏មិនប្រាកដដែរពេលនោះបើអ្នកភូមិមករកយើងដល់ពេលនោះចាំនិយាយគ្នាទៀតពួកយើងបានធ្វើអ្វីដែលគួរតែប្រាប់ក៏បានប្រាប់អស់ហើយសំខាន់គឺត្រូវបញ្ចេញទំនិញរបស់យើងចំនួននេះសិនអ្នកនិយាយត្រូវលោកលាវគ្រប់3ថ្ងៃហើយលោកគួរតែទូទាត់ប្រាក់ឲ្យពួកយើងហើយមែនទេលោកលាវគ្រប់3ថ្ងៃហើយលោកគួរតែទូទាត់ប្រាក់ឲ្យពួកយើងហើយមែនទេមីងកុំទាន់ប្រញាប់អីខ្ញុំនឹងកញ្ញាឲ្យអ្នកទាំងអស់គ្នាឥឡូវនេះមីងមើលនេះជាបញ្ជីទូទាត់ប្រាក់របស់មីងបើគ្មានបញ្ហាយើងទៅទូទាត់ប្រាក់គ្នាលោកលាវនេះត្រូវហើយហេតុអ្វីក្នុងនេះមានតែ 3.5 យន់ក្នុង1គីឡូក្រាមមុននេះពួកយើងមិនបានព្រមព្រៀងគ្នាថា10យន់ក្នុង1គីឡូក្រាមទេលោកលាវតើលោកកញ្ញាខុសឬអត់មិនខុសទេមីង10យន់គឺជាតម្លៃទិញមូលដ្ឋានប៉ុន្តែក្នុងនោះមានថ្លៃដើមផ្សេងក៏ត្រូវកញ្ញាបញ្ចូលដែរថ្លៃដើមអ្វីខ្លះពេលមុនលោកទិញផ្លែប៉ោមពីពួកយើងមិនបាននិយាយពីរឿងទាំងនេះទេតើលោកកញ្ញាខុសឬអត់មិនខុសទេមីង10យន់គឺជាតម្លៃទិញមូលដ្ឋានប៉ុន្តែក្នុងចន្លោះនេះមានថ្លៃដើមផ្សេងតែក៏ត្រូវគិតបញ្ចូលដែរថ្លៃដើមអ្វីខ្លះពេលមុនអ្នកទិញផ្លែប៉ោមរបស់ពួកយើងមិនបាននិយាយរឿងនេះទេថ្លៃរក្សាទុកក្នុងឃ្លាំងត្រជាក់1ចិន1យន់ថ្លៃខូចខាតពេលដឹកជញ្ជូន1ចិន 2.5 យន់ថ្លៃវេចខ្ចប់និងកម្លាំងពលកម្ម1ចិន2យន់អីចឹង1ចិនត្រូវកាត់ 5.5 យន់អីចឹង1យន់ដែលនៅសល់នោះជាអ្វីផ្លែប៉ោមរបស់ពួកអ្នកត្រូវទឹកហើយមែនទេចង់លីផ្លែប៉ោមប្រេះចូលក្នុងផ្លែល្អដើម្បីបោកខ្ញុំមែនទេអត់ទេផ្លែប៉ោមរបស់ពួកយើងសុទ្ធតែល្អទាំងអស់កុំនិយាយផ្ដេសផ្ដាសការទិញតាមទីផ្សារតាំងពីដើមមកមានដំណើរការត្រួតពិនិត្យទំនិញផ្លែប៉ោមរបស់ពួកអ្នកមានបរិមាណទឹកលើសកម្រិតចាត់ទុកជាផ្លែខូចកម្រិតទី1ដូច្នេះត្រូវកាត់លុយជាធម្មតានេះមិនមែនជាការទិញផ្លែប៉ោមទេច្បាស់ណាស់គឺជាការប្លន់អីចឹងឲ្យពួកយើងរស់នៅបែបណាទៀតទៅនេះមិនមែនជាការទិញផ្លែប៉ោមទេច្បាស់ណាស់គឺជាការប្លន់អីចឹងឲ្យពួកយើងរស់នៅបែបណាទៀតទៅបើអ្នកទាំងអស់គ្នាមិនព្រមលក់ឲ្យខ្ញុំក៏មិនបង្ខំដែរក្នុងបានសញ្ញាបំណុលសរសេរច្បាស់ណាស់ចំនួនទឹកប្រាក់ចុងក្រោយត្រូវគិតតាមស្តង់ដារត្រួតពិនិត្យទំនិញអ្នកទាំងអស់គ្នាក៏បានយល់ព្រមដោយខ្លួនឯងដែរបើមិនបានទេអ្នកទាំងអស់គ្នាលក់ឲ្យខៃសេញយ៉ាងទៅមើលទៅថាឥឡូវនេះគេនៅទទួលទិញឬអត់ហាអីចឹងយើងមិនលក់ទៀតទេខ្ញុំនឹងដឹកផ្លែប៉ោមត្រឡប់ទៅវិញអ្នកកុំទទួលទិញទៀតបានជាការពិត
ប៉ុន្តែផ្លែប៉ោមរបស់អ្នកទាំងអស់គ្នាទុកក្នុងឃ្លាំងត្រជាក់របស់ខ្ញុំអស់3ថ្ងៃស្តុកទុកអ្នកទាំងអស់គ្នាត្រូវទូទាត់ឲ្យខ្ញុំជាមុនហើយផ្លែប៉ោមក៏បានឆ្លងកាត់ការជ្រើសរើសនិងទុកឡើងឡានដោយខ្ញុំឥឡូវបើដឹកត្រឡប់ទៅវិញថ្លៃខាតបង់ពេលវេលាការងារនិងថ្លៃលើកដាក់ទំនិញមួយកាក់ក៏មិនអាចទាំងអស់គ្នាគួរគិតច្បាស់កាលពីដំបូងអ្នកមានចិត្តណាចង់បោកប្រាស់ពួកយើងមែនទេកុំនិយាយបែបនេះកាលពីដំបូងអ្នកមានចិត្តណាចង់បោកប្រាស់ពួកយើងមែនទេកុំនិយាយបែបនេះគឺអ្នកទាំងអស់គ្នាខ្លួនឯងដែលអង្វរចង់លក់ឲ្យខ្ញុំក៏មិនបានបង្ខំអ្នកទាំងអស់គ្នាដែរបើចង់បានលុយក៏ប្រញាប់ចុះហត្ថលេខាទៅឥឡូវនេះខ្ញុំអាចរៀបចំផ្ទេរប្រាក់ឲ្យបានភ្លាមបើមិនចុះហត្ថលេខាទេអ្នកទាំងអស់គ្នាមិនត្រឹមតែមិនបានលុយសំបីមួយកាក់ថែមទាំងត្រូវសងលុយឲ្យខ្ញុំទៀតពួកអ្នកជ្រើសរើសដោយខ្លួនឯងតើធ្វើម៉េចទៅទាំងអស់នេះក៏ព្រោះខ្ញុំលោកពេកបើមិនដូច្នោះទេតើនឹងមានលទ្ធផលបែបនេះបានយ៉ាងម៉េចកាលពីពេលតាំងពីពណ៌ខ្ញុំនៅគិតថាអ្នកទាំងអស់គ្នាចិត្តណាជ្រើសផ្លែប៉ោមល្អមកឥឡូវមើលទៅគុណភាពផ្លែប៉ោមទាំងមូលល្អខ្លាំងណាស់ដើមឡើយខ្ញុំគិតថាភូមិអ្នកជួបរឿងធំបែបនេះកិច្ចសហការលើកនេះប្រហែលជាមិនអាចបញ្ចប់បានទេផ្លែប៉ោមគ្មានស្នាមប៉ះទង្គិចកម្រិតជាតិស្ករក៏ដល់ស្តង់ដារការត្រួតពិនិត្យកំហាប់បានយកមកជាមួយហើយមែនទេលោកយ៉ាងអ្នកគ្រប់គ្រងសូមកុំបារម្ភផ្លែប៉ោមចំនួននេះពួកយើងបានត្រួតពិនិត្យរហ័សរួចហើយធានាថាការផ្គត់ផ្គង់ទាំងអនឡាញនិងអហ្វឡាញមានគុណភាពដូចគ្នាទាំងស្រុងជាអូខេខ្ញុំទុកចិត្តលើការងាររបស់អ្នកផ្លែប៉ោមចំនួននេះខ្ញុំទទួលទាំងអស់ខ្ញុំនឹងឲ្យផ្នែកហិរញ្ញវត្ថុផ្ទេរប្រាក់ឲ្យអ្នកចំពោះកិច្ចសន្យាសហការរយៈពេលវែងរបស់យើងក៏អាចរៀបចំចុះហត្ថលេខាបានដែរអរគុណលោកយ៉ាងខ្លាំងណាស់បើសិនជាទំនិញចំនួននេះមានបញ្ហាលើកនេះខ្ញុំពិតជាខ្មាស់អៀនណាស់ដែលមកជួបលោកធ្វើចំនួនសីលធម៌សំខាន់ជាងអ្វីទាំងអស់ត្រូវគ្រាន់តែឃើញអ្នកទ្រាំសម្ពាធមុននេះហើយមិនព្រមបោកប្រាស់ខ្ញុំការសហការនេះខ្ញុំទុកចិត្តអ្នកបានយើងប្រញាប់រាប់ទំនិញចូលឃ្លាំងទៅកុំឲ្យយឺតការដាក់ផលិតផលថ្មីនៅផ្សារទំនើបថ្ងៃស្អែកទំនិញមួយបាច់នេះប្រកាសជាទទួលការឆ្លើយតបយ៉ាងខ្លាំងពីទីផ្សារចំពោះការផ្គត់ផ្គង់បន្តអាចរក្សាបានទៀងទាត់ទេខ្ញុំគ្រោងនឹងប្រកួតប្រអប់ផ្លែឈើស្រស់ជាង20ហាងទូទាំងក្រុងឲ្យអ្នកផ្គត់ផ្គង់ផ្ដាច់មុខទំនិញមួយបាច់នេះប្រកាសជាទទួលការឆ្លើយតបយ៉ាងខ្លាំងពីទីផ្សារចំពោះការផ្គត់ផ្គង់បន្តអាចរក្សាបានទៀងទាត់ទេខ្ញុំគ្រោងនឹងប្រកួតប្រអប់ផ្លែឈើស្រស់ជាង20ហាងទូទាំងក្រុងឲ្យអ្នកផ្គត់ផ្គង់ផ្ដាច់មុខមិនមានបញ្ហាទេពួកយើងបានចរចាទិញជាមួយកសិករដាំផ្លែឈើពីភូមិក្បែរនោះជាច្រើនធានាថាបរិមាណផលិតផលគ្រប់គ្រាន់នេះពួកយើងក៏នឹងសាងសង់រោងចក្រដើម្បីចាត់ថ្នាក់ឲ្យបាននិងវេចខ្ចប់តាមស្តង់ដារអាចផ្គត់ផ្គង់ទំនិញទៅគ្រប់សាខាបានទៀងទាត់គុណភាពក៏អាចរក្សាបានតាមស្តង់ដារបច្ចុប្បន្នជានិច្ចចឹងល្អណាស់ខ្ញុំនឹងហៅអ្នកគ្រប់គ្រងផ្នែកទិញរបស់ផ្សារទំនើបមកឥឡូវយើងពិនិត្យលក្ខខណ្ឌកិច្ចសន្យាសហការរយៈពេលវែងម្ដងថ្ងៃនេះយើងអាចសម្រេចកិច្ចសហការបានហើយទីបំផុតយើងក៏ឆ្លងកាត់ដំណាក់កាលលំបាកនេះបានហើយមែននេះក៏ចាត់ទុកថាជាជំហានដំបូងនៃការចាប់ផ្ដើមអាជីវកម្មរួមគ្នារបស់យើងសញ្ញាអ្នកនៅចាំពេលដែលយើងជួបគ្នាលើកដំបូងទេចាំបានច្បាស់មានរឿងអីអ្នកនៅចាំពេលដែលយើងជួបគ្នាលើកដំបូងទេចាំបានច្បាស់មានរឿងអីពេលនោះខ្ញុំត្រូវគេធ្វើបាបអ្នកបានរត់មកជួយខ្ញុំហើយបណ្ដេញពួកគេចេញចាប់តាំងពីពេលនោះមកខ្ញុំក៏ឈប់ឡានបើអ្នកប្រញាប់ចូលទៅបែបនេះពួកគេមិនដឹងគុណទេយើងត្រឡប់ទៅរកមេភូមិហើយឲ្យគាត់ដោះស្រាយរឿងនេះវិញល្អជាងនិយាយទៅពួកគេត្រូវលឺជួនបោកប្រាស់ក៏ព្រោះតែខ្ញុំចំណូលពេញមួយឆ្នាំរបស់អ្នកភូមិសុទ្ធតែពឹងផ្អែកលើផ្លែប៉ោមបើពិតជាខាតបង់ទាំងស្រុងមែនខ្ញុំខ្លាចថាជីវភាពពេញមួយឆ្នាំបន្ទាប់ក៏នឹងលំបាកដែរម៉េចនេះមកមើលរឿងសាច់របស់ពួកគេមែនទេអ្នកប្រើតម្លៃខ្ពស់បោកបញ្ឆោតអ្នកភូមិឲ្យពួកគេដឹកផ្លែប៉ោមមកហើយបែរជាកាត់ថ្លៃចំណាយនិងបញ្ចុះតម្លៃតាមចិត្តនេះមិនមែនជាការបោកប្រាស់គេយ៉ាងច្បាស់ទេនេះជាកិច្ចសន្យាដែលពួកគេស្ម័គ្រចិត្តចុះជាមួយខ្ញុំរឿងឆ្លោះទាស់ទែងគ្នានេះពេលណាដល់វេនអ្នកមកធីសេញញ៉ាំមកគ្រប់គ្រងនោះតាមហេតុផលអ្នកគួរតែអរគុណខ្ញុំផងបើមិនមែនដោយសារខ្ញុំតើអ្នកអាចមើលឃើញច្បាស់ថាមនុស្សទាំងនេះលោកប្រយោជន៍ហើយភ្លេចគុណយ៉ាងណាទេណែនអ៊ំដឹងថាអ៊ំខុសហើយកាលពីមុនអ៊ំមិនគួរមិនស្ដាប់ដំបូន្មានរបស់ក្មួយទេក្មួយជួយអ៊ំបានទេរឿងរបស់ខ្ញុំមិនបាច់ឲ្យអ្នកមកគ្រប់គ្រងទេបើអ្នកទំនេរខ្លាំងមែនទៅមើលថែក្រុមហ៊ុនរបស់អ្នកតែចិត្តខ្សែធននោះទៅអ្នកនិយាយឥតប្រយោជន៍អ្វីក្រុមហ៊ុនរបស់ខ្ញុំល្អណាស់សិនមីយ៉ូធ្វើឲ្យក្រុមហ៊ុនខាតបង់យ៉ាងធ្ងន់ធ្ងរអ្នកគិតថាអាចលាក់ខ្ញុំបានឬអ្នកខំប្រឹងគិតគ្រប់វិធីដើម្បីដណ្ដើមផ្លែប៉ោមចំនួននេះមិនមែនគ្រាន់តែដោយសារមិនចង់ឲ្យខ្ញុំរស់សុខទេអ្នកក៏ចង់ធ្វើកិច្ចការចុងក្រោយមួយដើម្បីបង្ហាញអ្នកវិនិយោគដើម្បីទទួលបានមូលនិធិសង្គ្រោះនោះមែនទេអ្នកដឹងរឿងនេះបានយ៉ាងម៉េចស្ថានភាពក្រុមហ៊ុនរបស់អ្នកឥឡូវនេះគ្រាន់តែចំណាយកម្លាំងស្វែងរកបន្តិចក៏មិនពិបាករកឃើញទេលើពីនេះឥឡូវនេះអ្នកចិត្តណាប្រកាសទិញថ្នាំក្នុងតម្លៃខ្ពស់ហើយបង្ខំកសិករចុះកិច្ចសន្យាមិនសមហេតុផលនេះបានចាត់ទុកថាជាការច្បោកដោយចេតនា
លើពីនេះឥឡូវនេះអ្នកចិត្តណាប្រកាសទិញថ្នាំក្នុងតម្លៃខ្ពស់ហើយបង្ខំកសិករចុះកិច្ចសន្យាមិនសមហេតុបានចាត់ទុកថាជាការច្បោកដោយចេតនាស្ថាប័នពាក់ព័ន្ធនឹងមកស៊ើបអង្កេតអ្នកក្នុងពេលឆាប់នេះស៊ីសៀនតើអ្នកពិតជាចង់ប្រឆាំងនឹងខ្ញុំមែនឬតើអ្នកពិតជាចង់បោះបង់ចោលមិត្តភាពរបស់យើងជាច្រើនឆ្នាំមែនឬតើអ្នកមិនខ្វល់ពីទំនាក់ទំនងរបស់យើងទេទំនាក់ទំនងរបស់យើងបានបញ្ចប់តាំងពីពេលដែលអ្នកយកខ្សែភ្ជាប់ពាក្យទៅឲ្យស៊ុនមីវខ្ចីស៊ីសៀនអ្នកត្រូវតែជួយខ្ញុំដឹងថាខ្ញុំខុសហើយធ្វើខុសហើយត្រូវទទួលខុសត្រូវចំពោះផលវិបាកកាលពីដើមពេលអ្នករៀបចំអន្ទាក់បោកប្រាស់អ្នកភូមិហេតុអ្វីមិនគិតថានឹងមានថ្ងៃនេះយើងទទួលបានសេចក្តីរាយការណ៍ថាអ្នកសង្ស័យថាបានច្បោកដោយចេតនាទៅជាមួយយើងដើម្បីសហការស៊ើបអង្កេតខ្ញុំមិនបានធ្វើទេពួកអ្នកប្រកាសជាយល់ច្រឡំហើយអូមីងស៊ីសៀនអ្នកកំពុងធ្វើអ្វីទាំងអស់ជាកំហុសរបស់ខ្ញុំជាអ្នកនាំមុខធ្វើឲ្យយល់ច្រឡំអំពីអ្នកមីងសូមអភ័យទោសឲ្យខ្ញុំម្ដងនេះបានទេសូមជួយពួកយើងផងសូមទោសលើកនេះសូមកុំដាក់ទោសពួកយើងអីអ្នកទាំងអស់គ្នាកុំទាន់ភ័យអីខ្ញុំបានមកដល់ហើយប្រកាសជានឹងរកវិធីដោះស្រាយរឿងនេះជូនអ្នកទាំងអស់គ្នាបានព្រមព្រៀងជាមួយ manager យ៉ាងនៅក្រុងរួចហើយត្រាប់ណាផ្លែប៉ោមរបស់អ្នកទាំងអស់គ្នាមានគុណភាពតាមស្តង់ដារយើងនឹងទិញតាមតម្លៃដើមដដែលអ្នកពិតជានៅតែព្រមទិញផ្លែប៉ោមរបស់ពួកយើងមែនឬកាលពីមុនយើងធ្វើបែបនេះដាក់អ្នកតែអ្នកមិនខឹងយើងទេបាននិយាយតាំងពីដំបូងហើយពួកយើងសុទ្ធតែជាអ្នកភូមិជាមួយគ្នាមិនអាចឈរមើលអ្នកទាំងអស់គ្នាជួបការលំបាកបានទេមានក៏ខ្លាចថាអ្នកទាំងអស់គ្នាត្រូវបោកប្រាស់ទើបតែងតែប្រមានអ្នកទាំងអស់គ្នាជាមុនគឺពួកយើងលងខ្លួនដោយសារលោកខ្លួនត្រូវតម្លៃខ្ពស់ដែលផ្ដល់ឲ្យបិទបាំងភ្នែកហើយយកច្រឡំអ្នកអស់រយៈពេលយូរអរគុណដែលអ្នកនៅតែព្រមជួយពួកយើងចាប់ពីពេលនេះទៅពួកយើងមិនធ្វើរឿងល្ងងបែបនេះទៀតទេឥឡូវនេះអ្នកទាំងអស់គ្នាត្រឡប់ទៅយកផ្លែប៉ោមមកចុះយើងប្រញាប់ត្រួតពិនិត្យនិងបែងចែកវាព្យាយាមឲ្យទាន់មុនពេលផ្សារទំនើបចាប់ផ្ដើមដើម្បីដឹកផ្លែប៉ោមទៅឲ្យផ្លែប៉ោមមួយបាច់ដែលបានត្រាំទឹកនោះត្រូវបែងចែកចេញដោយឡែកគ្រប់គ្នាត្រូវដោះស្រាយតាមលទ្ធផលនេះដូចគ្នាកុំបារម្ភអីយីវិញលើកនេះពួកយើងដឹងពីព្រំដែនហើយមិនធ្វើឲ្យអ្នកនឹងសញ្ញិនពិបាកចិត្តទៀតទេអ៊ីចឹងគ្រប់គ្នាប្រញាប់ទៅធ្វើការទៅហាហាបងជាអញ្ចឹងសញ្ញិនមានរឿងអីបំពង់ទឹកនៅក្នុងឃ្លាំងចំហៀងរបស់ឃ្លាំងដឹកជញ្ជូនអ្នកធ្វើឲ្យខូចមែនទេអ្នកនិយាយអ្វីហ្នឹងខ្ញុំស្ដាប់មិនយល់ទេលីឈួនចង់បង្អាក់តម្លៃពេលត្រួតពិនិត្យទំនិញគាត់បានចេតនាឲ្យអ្នកធ្វើឲ្យបំពង់ទឹកក្នុងឃ្លាំងដើម្បីឲ្យផ្លែប៉ោមដែលរក្សាទុកនៅខាងក្នុងជ្រាបទឹកហើយមានទំនិញកើនឡើងហើយទាំងសន្យាផ្ដល់លុយឲ្យអ្នកមែនទេខ្ញុំអត់ចង់ប្រកាន់ខ្ញុំផ្ដេសផ្ដាសរូបភាពដែលអ្នកទៅឃ្លាំងពេលយប់ដើម្បីធ្វើបំពង់ទឹកត្រូវបានកាមេរ៉ាសុវត្ថិភាពនៅច្រកចូលភូមិថតចង់ឲ្យខ្ញុំចាក់វាឲ្យអ្នកមើលនៅទីនេះទេសុំទោសសេនៀនខ្ញុំភ្លេចខ្លួនទទួលលុយពីលីឈួនសូមអង្វរអ្នកកុំបញ្ជូនខ្ញុំទៅប៉ូលីសអីខ្ញុំខុសហើយខ្ញុំពិតជាដឹងថាខ្ញុំខុសហើយឪពុកឯងពិតជាកូនល្អរបស់ខ្ញុំមែនគ្រាន់តែលោភលន់ផលប្រយោជន៍តិចតួចនៅក្នុងក្រុងក៏រត់មកបោកប្រាស់អ្នកភូមិទាំងមូលធ្វើឲ្យគ្រប់គ្នាស្ទើរតែបាត់បង់ទុនទាំងស្រុងឥឡូវនេះឲ្យមុខចាស់របស់ខ្ញុំទុកនៅឯណាមេភូមិកុំខឹងអីប្រយ័ត្នប៉ះពាល់សុខភាពឥឡូវនេះនិយាយគ្នាច្បាស់ហើយក៏ល្អដែរឪពុកខ្ញុំខុសហើយខ្ញុំគ្រាន់តែលោភលន់លុយបន្តិចបន្តួចដែរឲ្យខ្ញុំសុំទោសអ្នកភូមិហើយក៏សុំទោសសេណែនមនុស្សដែលឯងត្រូវសុំទោសមានច្រើនណាស់បើមិនមែនដោយសារសេណែនចិត្តទូលីទេថ្ងៃនេះឯងពិតជាត្រូវជាប់គុកហើយមិនប្រញាប់ក្រោកឡើងសុំទោសសេណែនទេចង់ឲ្យខ្ញុំលុតជង្គង់ជំនួសឯងឬសុំឲ្យគេអភ័យទោសឲ្យឯងសេណែនខ្ញុំលងចិត្តខុសធ្វើរឿងខុសគឺលីឈួនបានឲ្យលុយខ្ញុំមួយកញ្ចប់ឲ្យខ្ញុំត្រឡប់មកភូមិបំបែកទំនាក់ទំនងរវាងអ្នកនិងអ្នកភូមិខ្ញុំស្ម័គ្រចិត្តជួយលើកទំនិញឲ្យអ្នកដោយឥតគិតមួយឆ្នាំពេញមិនយកប្រាក់ខែ1រៀលទេអ្នកដឹងកំហុសហើយកែប្រែបានគឺល្អហើយពួកយើងសុទ្ធតែជាអ្នកភូមិតែមួយជួបមុខគ្នារាល់ថ្ងៃចាប់ពីពេលនេះទៅខំធ្វើការឲ្យបានល្អទៅគេអភ័យទោសឲ្យហើយមិនប្រញាប់អរគុណពូស៊ីនៀនទេអ្នកដឹងកំហុសហើយកែប្រែបានគឺល្អហើយពួកយើងសុទ្ធតែជាអ្នកភូមិតែមួយជួបមុខគ្នារាល់ថ្ងៃចាប់ពីពេលនេះទៅខំធ្វើការឲ្យបានល្អទៅគេអភ័យទោសឲ្យហើយមិនប្រញាប់អរគុណពូស៊ីនៀនទេអរគុណអ្នកទាំងអស់គ្នាដែលអភ័យទោសឲ្យពេលក្រោយមានការងារធ្ងន់អ្វីចាំតែឲ្យខ្ញុំនឹងមិនបដិសេធឡើយបានហើយទៅចុះទៅជួយអ្នកទាំងអស់គ្នាបែងចែកផ្លែប៉ោមដែលត្រូវទឹកជាមុនសិនចេញមកគឺខ្ញុំដែលមិនបានអប់រំកូនប្រុសឲ្យបានល្អទើបធ្វើឲ្យអ្នកទាំងអស់គ្នាជួបបញ្ហាធំបែបនេះខ្ញុំពិតជាសុំទោសបើមេភូមិពិតជាមានអារម្មណ៍ថាខ្លួនមានកំហុសចាប់ពីពេលនេះទៅផ្លែឈើកម្រិតរបស់ភូមិសូមលក់ផ្ដាច់មុខឲ្យពួកយើងទាំងអស់ទៅមិនបាច់ខំដល់ថ្នាក់នេះទេសាកសម្រាប់បន្តិចទៅកុំឲ្យហត់ហួសរហូតប៉ះពាល់រាងកាយនេះមិនមែនជាការធ្វើរឿងដែលខ្លួនដឹងថាខុសមិនសកាទេបើមិនខំធ្វើការបន្ថែមបន្តិចទៀតត្រឡប់ទៅវិញប៉ាខ្ញុំប្រកាសជាវាខ្ញុំស្លាប់ហើយនេះមិនមែនជាការធ្វើរឿងដែលខ្លួនដឹងថាខុសមិនសកាទេបើមិនខំធ្វើការបន្ថែមបន្តិចទៀតត្រឡប់ទៅវិញប៉ាខ្ញុំប្រកាសជាវាខ្ញុំស្លាប់ហើយប៉ុន្មានឆ្នាំនេះអ្នកមិនបាននៅផ្ទះអ៊ំឆែនក៏កាន់តែមានអារម្មណ៍ឆេវឆាវឡើងដែរអ្នកក៏ឆ្លៀតឱកាសនេះនៅផ្ទះអ៊ំឆែនឲ្យបានច្រើនបន្តិចប៉ុន្មានឆ្នាំនេះគាត់ក៏មិនងាយស្រួលដែរនិយាយតាមត្រង់លើកនេះខ្ញុំពិតជាដឹងថាខ្ញុំខុសហើយចាប់ពីពេលនេះទៅខ្ញុំនឹងខំធ្វើការជាមួយពួកអ្នកឲ្យបានល្អ
ដឹងថាខុសហើយកែប្រែខ្លួនក៏ល្អហើយឥឡូវនេះអ្នកទាំងអស់គ្នាប្រញាប់តម្រៀបកញ្ចប់នេះឲ្យរួចយប់នេះត្រូវដាក់ឡើងឡានដឹកទៅផ្សារទំនើបកុំឲ្យខកខានពេលវេលាដែលគេបានកំណត់អ្នកនៅតែមានចិត្តទន់ពេកមុននេះពួកគេធ្វើបាបអ្នកយ៉ាងនេះអ្នកនៅតែព្រមមិនប្រកាន់រឿងចាស់ហើយចេញមុខជួយពួកគេខ្ញុំក៏មិនមែនព្រោះតែចិត្តទន់ទេគ្រាន់តែលើកនេះឲ្យពួកគេទទួលរងការលំបាកបន្តិចពេលក្រោយពួកគេនឹងលែងមានគំនិតផ្សេងទៀតហើយក៏ចាត់ទុកថាដោះស្រាយម្ដងឲ្យចប់ទៅសេណែនតាមពិតតាំងពីដំបូងដែលអ្នកសម្រេចត្រឡប់មកភូមិដាំផ្លែប៉ោមតាំងពីអ្នកចាប់ផ្ដើមអាជីវកម្មខ្ញុំតែងតែគិតថាអ្នកប្រកាសជាអាចធ្វើបានសេណែនតាមពិតតាំងពីដំបូងដែលអ្នកសម្រេចចិត្តត្រឡប់មកភូមិដាំផ្លែប៉ោមហើយចាប់ផ្ដើមអាជីវកម្មខ្ញុំតែងតែគិតថាអ្នកប្រកាសជាអាចធ្វើបានតាមពិតវាមិនមែនដោយសារតែអ្នកធ្លាប់ឃើញពិភពលោកធំទូលាយក៏ដោយសារខ្ញុំដឹងថាអ្នកតែងតែធ្វើអ្វីដោយប្រុងប្រយ័ត្នហើយមានចិត្តល្អជាងមនុស្សភាគច្រើនទៀតខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាចធ្វើការជាមួយអ្នកសមត្ថភាពរបស់អ្នកខ្លាំងណាស់កសិករដាំផ្លែឈើទាំងនោះមិនមែនអ្នកជាអ្នកទៅចរចាទេទាំងនេះសុទ្ធតែជាស្នាដៃរបស់អ្នកដែលបានខិតខំក្នុងភូមិអស់ជាច្រើនឆ្នាំសេណែនតាមពិតមានពាក្យមួយខ្ញុំចង់ប្រាប់អ្នកតាំងពីជាច្រើនឆ្នាំមុនហើយប៉ុន្តែក្រោយមកអ្នកមានសង្សារខ្ញុំក៏ចង់កប់ពាក្យនេះទុកក្នុងចិត្តប៉ុន្តែអ្នកបានត្រឡប់មកហើយប្រាប់ថាអ្នកបានបែកគ្នាអ្នកមិនដឹងទេថាពេលនោះខ្ញុំសប្បាយចិត្តប៉ុណ្ណាទេសេណែនកាលពីមុនខ្ញុំមិនហ៊ាននិយាយចេញមកទេតាំងពីពេលអ្នកជួយខ្ញុំបណ្ដេញពួកនោះទៅខ្ញុំក៏ចាប់ផ្ដើមស្រឡាញ់អ្នកហើយឥឡូវនេះខ្ញុំអាចធ្វើជាសង្សាររបស់អ្នកបានទេខ្ញុំឥឡូវនេះខ្ញុំមិនទាន់ចង់មានស្នេហាទេខ្ញុំឥឡូវនេះខ្ញុំមិនទាន់ចង់មានស្នេហាទេមិនមែនដោយសារខ្ញុំមិនចូលចិត្តអ្នកទេក៏មិនមែនដោយសារអ្នកមិនទាន់ល្អគ្រប់គ្រាន់ដែរគ្រាន់តែថាខ្ញុំទើបតែឆ្លងកាត់ស្នេហាដែលបរាជ័យមួយខ្ញុំនៅមិនទាន់ចង់ចាប់ផ្ដើមស្នេហាថ្មីលឿនពេកទេមិនអីទេខ្ញុំរងចាំអ្នកអស់ជាច្រើនឆ្នាំហើយមិនខ្វល់ថាបន្ថែមពេលបន្តិចទៀតទេក្រាបណាអ្នកព្រមទោះ1ឆ្នាំឬ10ឆ្នាំខ្ញុំក៏ព្រមរងចាំដែរអ្នកមិនខ្លាចថាចុងក្រោយខ្ញុំជ្រើសរើសអ្នកផ្សេងទេបើដូច្នោះមែននោះមានន័យថាខ្ញុំនៅមិនទាន់ធ្វើបានល្អគ្រប់គ្រាន់ទីបំផុតយើងបានឆ្លងផុតគ្រាលំបាកហើយផ្លែប៉ោមរបស់ភូមិយើងនឹងលែងត្រូវឈ្មោះចិត្តខ្មៅកេងប្រវែងទៀតហើយហាហាហាសុទ្ធតែអរគុណដល់កូនពីរអ្នកនេះគឺនឹងពួកគេពិតជាអ្នកមានគុណធំចំពោះភូមិយើងមែនពីមុនខំធ្វើការពេញ1ឆ្នាំក៏រកប្រាក់មិនបានប៉ុន្មានដែរឥឡូវនេះអាចរកប្រាក់បានត្រឹមតែនៅមុខផ្ទះជីវភាពកាន់តែមានក្តីសង្ឃឹមឡើងហើយថ្ងៃនេះជាថ្ងៃដ៏ធំសម្រាប់ភូមិយើងថ្ងៃនេះជាថ្ងៃដ៏ធំសម្រាប់ភូមិយើងក្រោយរោងចក្រថ្មីសាងសង់រួចនឹងចាប់ផ្ដើមផលិតផ្លែប៉ោមរបស់យើងនិងផលិតផលកសិកម្មគ្រប់ប្រភេទក៏អាចកែច្នៃនិងលក់ដោយខ្លួនឯងបានអ្វីទាំងនេះសុទ្ធតែជាស្នាដៃរបស់ពួកអ្នកនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់គ្នាខ្ញុំគ្រាន់តែបានចូលរួមចំណែកតាមសមត្ថភាពរបស់ខ្ញុំប៉ុណ្ណោះមនុស្សដែលខ្ញុំអរគុណបំផុតក៏គឺដែរបើគាត់មិនត្រឡប់មកវិញទេក៏គ្មានអ្វីទាំងអស់នៅថ្ងៃនេះដែរសុទ្ធតែជាយុវជនដែលមានសមត្ថភាពនិងអនាគតភ្លឺស្វាងដល់ពេលល្អហើយចាប់ផ្ដើមកាត់ខ្សែបូក្មួយស្រីអរគុណក្មួយខ្លាំងណាស់ឆ្នាំនេះផ្លែប៉ោមនៅផ្ទះមានតម្លៃខ្ពស់ជាងឆ្នាំមុនដល់ទៅ2ដងទៀតមែនហើយអ្នកទាំងពីរពិតជានាំសំណាងធំមកឲ្យភូមិយើងអ្នកទាំងពីរមិនបាច់បារម្ភទេចាប់ពីពេលនេះទៅពួកយើងនឹងខិតខំធ្វើការឲ្យបានល្អពិតជាមិនធ្វើឲ្យការខិតខំរបស់អ្នកទាំងពីរខកបំណងឡើយអ្នកទាំងអស់គ្នាមិនបាច់អរគុណទេចាប់ពីពេលនេះទៅពួកយើងនឹងខិតខំធ្វើការឲ្យបានល្អពិតជាមិនធ្វើឲ្យការខិតខំរបស់អ្នកទាំងពីរខកបំណងឡើយអ្នកទាំងអស់គ្នាមិនបាច់អរគុណទេចាប់ពីពេលនេះទៅពួកយើងនឹងខិតខំជាមួយជីវិតរបស់ពួកយើងប្រកាសជានឹងកាន់តែល្អប្រសើរឡើងហាចាប់ពីពេលនេះទៅយើងនឹងរីកចម្រើនទាំងអនឡាញនិងអូហ្វឡាញប្រកាសជាអាចលក់ផ្លែប៉ោមសរីរាង្គរបស់យើងទៅទូទាំងប្រទេសនិងលក់ទៅទូទាំងពិភពលោកតាំងពីតូចមកមនុស្សជាច្រើនតែនិយាយថាខ្ញុំមានចរិតស្ងៀមស្ងាត់និងឯកាជាទូទៅគ្មាននរណាម្នាក់ចង់រាប់អានខ្ញុំជាមិត្តទេដូច្នេះវាជារឿងធម្មតាតែខ្ញុំខ្លាចជាមនុស្សដែលអ្នកខ្លះចូលចិត្តធ្វើបាបអូននេះមិនមែនចៅមាត់ស្ងាត់ទេថ្ងៃនេះក៏ដើរម្នាក់ឯងទៀតហើយចង់ឲ្យពួកបងជូនទៅផ្ទះទេប្រញាប់ធ្វើអីម្លេះឮថាថ្មីនេះអ្នកបានអាហារូបករណ៍ទៀតហើយពួកបងកំពុងខ្វះលុយបន្តិចឮថាថ្មីនេះអ្នកបានអាហារូបករណ៍ទៀតហើយពួកបងកំពុងខ្វះលុយបន្តិចខ្ចីលុយបន្តិចមកទិញឧបករណ៍គូររូបខ្ញុំគ្មានលុយទេចេញពីផ្លូវទៅខ្ញុំត្រូវទៅផ្ទះហើយនៅហ៊ានរឹងមាត់ទៀតវាទៅពួកអ្នកឈប់ដៃភ្លាមខ្ញុំបានរាយការណ៍ទៅប៉ូលីសហើយពូរបស់ខ្ញុំនឹងមកដល់ភ្លាមពិតជាសំណាងអាក្រក់មែនលើកនោះគឺដែលបានជួយសង្គ្រោះខ្ញុំជាមួយគ្នាក៏បានដាំគ្រាប់ពូជមួយក្នុងចិត្តខ្ញុំដែលមានឈ្មោះថាស្នេហាអ្នកមិនអីទេមែនទេចង់ឲ្យខ្ញុំជូនអ្នកទៅមន្ទីរពេទ្យពិនិត្យទេមិនបាច់ទេខ្ញុំនៅមានការងារត្រឡប់ទៅផ្ទះមុនហើយថ្ងៃនេះអរគុណដែលបានជួយសង្គ្រោះខ្ញុំ
ខ្ញុំដឹងថាអ្នកឈ្មោះមែនទេអោះអ្នកនិយាយតែងតែខ្លីបែបនេះមែនទេអ្វីហេតុអ្វីនិយាយខ្លីម្ល៉េះគ្រាន់តែមិនមានអ្នកណាចង់និយាយជាមួយខ្ញុំយូរទៅក៏ខ្លាចជាបែបនេះអូអីចឹងឯងនិយាយជាមួយខ្ញុំគួរឲ្យធុញណាស់មែនទេអត់ទេខ្ញុំគិតថាអ្នកបែបនេះមើលទៅលយខ្លាំងណាស់ផ្ទះអ្នកក៏នៅទីនេះដែរមែនទេបាទអីចឹងល្អណាស់ខ្ញុំតែងតែគិតថាមានតែផ្ទះខ្ញុំទេដែលនៅទីនេះអីចឹងចាប់ពីពេលនេះទៅពេលចេញពីសាលាយើងត្រឡប់ផ្ទះជាមួយគ្នាទៅបានអីចឹងសម្រេចតាមនេះប្រឡងចប់ហើយមានអារម្មណ៍យ៉ាងម៉េចទីបំផុតក៏ឆ្លងកាត់បានហើយពេលឆ្នាំនេះស្ទើរតែធ្វើឲ្យខ្ញុំឈួតទៅហើយអ្នកប្រឡងបានយ៉ាងម៉េចក៏បានល្អធម្មតាប្រឡងបានតាមសមត្ថភាពមើលទៅស្ថានភាពផ្លូវចិត្តអ្នកល្អមែនទែនច្បាស់ណាស់មិនថាលទ្ធផលយ៉ាងម៉េចទេយ៉ាងណាក៏ដោយជីវិតវិទ្យាល័យរបស់ពួកយើងបានបញ្ចប់ត្រឹមនេះហើយសេណែនតើអ្នកមានគម្រោងអ្វីសម្រាប់អនាគតគោលដៅរបស់ខ្ញុំគឺត្រូវប្រឡងចូលទីក្រុងធំមួយឲ្យបានខ្ញុំចង់ទៅមើលពិភពខាងក្រៅទៅសាកល្បងប្រឈមមុខនឹងពិភពខាងក្រៅគេនឹងទៅទីក្រុងធំហើយគេនឹងមានអនាគតល្អជាងនេះខ្ញុំបានគិតច្បាស់ហើយរងចាំលទ្ធផលប្រឡងចូលរបស់ខ្ញុំនឹងប្រញាប់រៀបចំអីវ៉ាន់ភ្លាមចាប់ពីពេលនោះខ្ញុំនឹងរៀនធ្វើការនិងរស់នៅក្នុងទីក្រុងនោះចុះអ្នកវិញតើអ្នកមានគម្រោងអ្វីនៅពេលក្រោយខ្ញុំប្រហែលជានឹងនៅទីនេះអ្នកមិនទៅរៀននៅខាងក្រៅទេពិន្ទុរបស់អ្នកល្អខ្លាំងណាស់ផងឪពុកម្ដាយខ្ញុំមិនសូវនៅផ្ទះទេជីដាជីដូនក៏កាន់តែចាស់ទៅហើយបើខ្ញុំចេញទៅតើអ្នកណានឹងមើលថែពួកគាត់នៅពេលក្រោយខ្ញុំមិនអាចចាក់ចេញបានទេហើយក៏មិនអាចចាក់ចេញបានដែរអីចឹងពិតជាគួរឲ្យស្ដាយណាស់មិនអីទេមិនគួរឲ្យស្ដាយទេអ្នកអាចចេញទៅមើលពិភពខាងក្រៅបានគឺជារឿងល្អហើយពិតមែនអ្នកសុំនឹងទៅកន្លែងដែលឆ្ងាយនិងល្អជាងនេះទៅប្រឈមមុខនឹងពិភពលោកដោយក្លាហានទៅកុំបារម្ភពីរឿងផ្សេងទៀតសេណែនត្រឡប់មកវិញហើយលីឈួនអ្នកទៅណាក្រុមហ៊ុនមានរឿងបន្ទាន់បន្តិចខ្ញុំត្រូវទៅដោះស្រាយភ្លាមរឿងអ្វីសំខាន់ដល់ម្ល៉េះថ្ងៃនេះជាលើកដំបូងដែលអ្នកមកផ្ទះខ្ញុំមិនទាន់បានញ៉ាំបាយផងក៏ចង់ទៅហើយតើអ្នកមិនខ្វល់ពីខ្ញុំសោះឬអូយសៃណែនអ្នកក៏ដឹងដែរពួកគេនៅក្រុមហ៊ុនមិនអាចខ្វះខ្ញុំបានទេរងចាំខ្ញុំដោះស្រាយរួចខ្ញុំនឹងមកសុំទោសអ្នកមីងដោយផ្ទាល់ភ្លាមបានទេប៉ាវលអ្នកទៅចុះរឿងក្រុមហ៊ុនសំខាន់តាមពិតអ្នកមានសង្សាររួចហើយមែនទេក៏ល្អដែរយូរវែងមកហើយចូលមកអង្គុយចុះមានរឿងអ្វីអ្នកមីងមុខមើលទៅមិនសូវល្អទេមិនមែនដោយសារសៃណែននាំសង្សារមកទេដើម្បីគេនាងបាននាំគេមកស្គាល់គ្រួសារខ្ញុំថែមទាំងសម្រាប់ជ្រូកដែលចិញ្ចឹមនៅផ្ទះអស់2ឆ្នាំចុងក្រោយគេមិនទាន់បានញ៉ាំបាយមួយមាត់ផងក៏ទៅបាត់នេះច្បាស់ជាមិនបានគោរពសៃណែនរបស់យើងសោះយកមកគិតដល់ក្នុងចិត្តទៅអ្នកមីងកុំបារម្ភអីសៃណែនប្រកាសជាមានគំនិតរបស់គេអ្នកមីងកុំខឹងតាមគេទៀតអីខឹងរហូតប៉ះពាល់សុខភាពមិនសមទេបើសិនជាគេពិតជាមានរឿងសំខាន់វិញអស់ជាច្រើនឆ្នាំមកនេះមានតែអ្នកទេដែលនៅតែគិតដល់ស្ត្រីចាស់ដូចខ្ញុំរាល់ពីរបីថ្ងៃក៏មកមើលខ្ញុំម្ដងមានតែអ្នកទេដែលពិតចិត្តល្អចំពោះគ្រួសារយើងអ្នកមីងកុំលេងសាច់អីនេះសុទ្ធតែជាអ្វីដែលខ្ញុំគួរធ្វើតាំងពីពេលរៀនវិទ្យាល័យសៃណែនតែងតែយកចិត្តទុកដាក់ចំពោះខ្ញុំអ្នកមីងកុំអរគុណនឹងនិយាយពាក្យគួរសមទាំងនេះអ្នកមីងសៃណែននៅឯណាហេតុអ្វីមិនឃើញគេទេគេត្រឡប់ទៅវិញហើយម្សិលមិញយប់ក៏ចេញដំណើរទាំងយប់ខ្ញុំឃើញពេលគេចេញទៅមុខមិនសូវល្អទេប្រហែលជានឹងឆ្លោះជាមួយមិត្តប្រុសរបស់គេមួយលើកអ្នកមីងកុំបារម្ភពេកអីសៃណែនដឹងថាគួរធ្វើអ្វីបើពិតជាមិនសមគ្នាគេប្រកាសជាអាចដោះស្រាយបានល្អអញ្ចឹងក៏សង្ឃឹមថាដូច្នោះចុះមិននឹកស្មានថាអ្នកចេញទៅវិញលឿនដល់ម្ល៉េះខ្ញុំគិតថាយ៉ាងហោចណាស់ក៏អាចនិយាយគ្នាបានពី3ម៉ាត់ហេតុអ្វីមិនចូលផ្ទះយប់ជ្រៅហើយមិនចូលគេងទេមកអង្គុយនៅមុខផ្ទះខ្ញុំធ្វើអ្វីទេសភាពនៅក្នុងផ្ទះអ្នកស្អាតណាស់ខ្ញុំចង់មកអង្គុយទទួលខ្យល់បន្តិចឯងលាឈប់ពីការងារហើយមែនទេបាទខ្ញុំឈប់ហើយលើកនេះឯងគ្រងនៅផ្ទះយូរប៉ុណ្ណាលើកនេះខ្ញុំមិនទៅណាទៀតទេទើបដឹងថាខាងក្រៅមិនសូវមានអ្វីល្អទេមិនស្រួលដូចនៅក្នុងភូមិរបស់យើងទេឯងនិយាយមែនឬមានអ្វីត្រូវនិយាយថាមែនឬមិនមែននិយាយថាមិនទៅគឺមិនទៅហើយមីងថ្ងៃនេះមិនសូវស្រួលខ្លួនទេទម្រាំតែគាត់ទើបគេងលក់កុំចូលទៅរំខានឲ្យគាត់ភ្ញាក់អីយប់នេះស្នាក់នៅក្នុងឃ្លាំងនេះសិនទៅមីងថ្ងៃនេះមិនសូវស្រួលខ្លួនទេទម្រាំតែគាត់ទើបគេងលក់កុំចូលទៅរំខានឲ្យគាត់ភ្ញាក់អីយប់នេះស្នាក់នៅក្នុងឃ្លាំងនេះសិនទៅម៉ាក់ខ្ញុំកើតអ្វីធ្ងន់ធ្ងរទេមីងគ្រាន់តែផ្ដាសាយបន្តិចប៉ុណ្ណោះមិនធ្ងន់ធ្ងរទេគាត់បានលេបថ្នាំរួចហើយអរគុណណាស់ប៉ុន្មានឆ្នាំដែលខ្ញុំមិននៅផ្ទះអរគុណអ្នកដែលជួយមើលថែម៉ាក់ខ្ញុំជាប្រចាំយើងជាមនុស្សជិតស្និទ្ធគ្នាមិនបាច់អរគុណទេកុំអីចេះតែគួរសមជាមួយខ្ញុំ
នៅក្នុងនេះអាចដេកបានទេកុំបារម្ភនៅខាងក្នុងមានក្រែបត់មួយស្អាតណាស់ពេលខ្លះខ្ញុំក៏ស្នាក់នៅទីនេះដែរអីចឹងខ្ញុំទៅធ្វើការមុនហើយថ្ងៃស្អែកខ្ញុំនឹងទៅចំការផ្លែឈើនៅខាងក្រោយភ្នំអ្នកចង់ទៅជាមួយខ្ញុំទេបានដែរផ្លូវឡើងភ្នំពិបាកដល់ណាស់ចង់ចាំថាដើរតាមខ្ញុំឲ្យប្រយ័ត្នកុំឲ្យមេឃឈើធ្វើឲ្យដួលកុំបារម្ភកាលពីខ្ញុំនៅក្មេងខ្ញុំរត់ចូលភ្នំរាល់ថ្ងៃខ្ញុំស្គាល់ផ្លូវច្រើនជាងអ្នកទៅទៀតមិនប្រកាសទេប្រហែលខ្ញុំត្រូវនាំផ្លូវអ្នកវិញយ៉ាងណាក៏ត្រូវដើរតាមខ្ញុំឲ្យជិតក្នុងភ្នំមានសំណើមផ្លូវវល់ណាស់អ្នកពិតជាចង់នៅក្នុងភូមិមែនទេហើយជួយខ្ញុំលក់ផលិតផលឲ្យកសិករដាំផ្លែឈើមែនកុំអីអ្នកមានការងារនៅទីក្រុងល្អប៉ុណ្ណឹងបើនៅជួយកសិករវាទាំងលំបាកទាំងនឿយហត់មិនប្រកាសថាអាចធ្វើបានលទ្ធផលល្អទេអ្នកភូមិក៏មិនប្រកាសថានឹងយកស្រុកដែរខ្ញុំបានគិតច្បាស់ហើយពីមុនខ្ញុំតែងតែចង់ទៅមើលពិភពខាងក្រៅប៉ុន្តែបន្ទាប់ពីខំប្រឹងអស់ជាច្រើនឆ្នាំទើបខ្ញុំយល់ថាជាជាងទៅប្រជ្រៀតគ្នាក្នុងអគារការិយាល័យដ៏ត្រជាក់ធ្វើការដែលខ្លួនឯងមិនចូលចិត្តខ្ញុំចង់ត្រឡប់មកនៅជាមួយម៉ាក់ខ្ញុំជាងម្យ៉ាងទៀតប៉ុន្មានឆ្នាំនេះអ្នកមិនតែងតែជួយអ្នកភូមិទាំងអស់រកទីផ្សារលក់ទំនិញការងាររបស់ខ្ញុំនៅក្នុងទីក្រុងគឺជាអ្នកគ្រប់គ្រងប្រតិបត្តិការជាន់ខ្ពស់ចៃដន្យអាចជួយបានពិតប្រាកដយើងធ្វើជាមួយគ្នាប្រសើរជាងឲ្យអ្នកប្រយុទ្ធតែម្នាក់ឯងអ្នកពិតជាសុខចិត្តនៅជាមួយខ្ញុំមែនទេម៉េចលោកធំឆៅមិនស្វាគមន៍ខ្ញុំទេស្វាគមន៍ម៉េចនឹងមិនស្វាគមន៍ចង់បានបំផុតហើយសម្រាប់បន្តិចទៅពេញមួយព្រឹកមិនទាន់ឈប់សោះបញ្ជីកន្នីទាំងនេះកន្នីយឺតក៏បានមិនចាំបាច់ប្រញាប់ក្នុងពេលនេះទេចិត្តកន្នីចប់បាច់នេះហើយលុយទំនិញផ្លែឈើបាច់មុនបានចូលកន្នីអស់ហើយខ្ញុំនឹងទៀងទាត់ចំនួនឲ្យច្បាស់រសៀលនេះខ្ញុំនឹងទេទៅឲ្យអ្នករាល់គ្នាស៊ីនៀនសៀវហ្វេងនេះជាផ្លែប៉ោមដែលទើបបេះពីដើមពួកយើងខំជ្រើសរើសខ្លះយកមកឲ្យអ្នកទាំងពីរភ្លុកមីងរវល់ដំឡឹងហេតុអ្វីនៅខំយកមកឲ្យដោយផ្ទាល់ទៀតឆ្នាំនេះផ្លែប៉ោមលក់បានថ្លៃជាងឆ្នាំមុន2ដងហើយក៏លក់ដាច់លឿនទៀតបើគ្មានពួកអ្នកពួកយើងមិនអាចរកលុយបានច្រើនបែបនេះទេផ្លែប៉ោមទាំងនេះយើងដាំរួមគ្នាពួកយើងគ្រាន់តែជួយទៅសុំឈ្មោះលក់ឲ្យប៉ុណ្ណោះបើចង់អរគុណក៏ត្រូវអរគុណអ្នកដែលដាំផ្លែឈើបានល្អបែបនេះកុំនិយាយបែបនេះទៀតអីនៅសួនផ្លែឈើក៏នៅរវល់ដែរខ្ញុំទៅមុនហើយអ្នកភ្លក់ទៅក៏ចាត់ទុកថាជាទឹកចិត្តរបស់មីងពួកគេដែរពិតជាឆ្ងាញ់មែនមានរឿងអីហេតុអ្វីស្ងៀមស្ងាត់បែបនេះមានរឿងអីហេតុអ្វីស្ងៀមស្ងាត់បែបនេះស៊ីនៀនគម្រោងរបស់ពួកយើងក៏ចូលដំណើរការជាផ្លូវការហើយដែរតើពេលណាអ្នកទើបព្រមទទួលការសារភាពស្នេហ៍របស់ខ្ញុំនៅមិនទាន់គិតរួចទេទុកពេលឲ្យខ្ញុំគិតបន្តិចទៀតបានទេខ្ញុំក៏មិនបានបង្ខំអ្នកដែរអ្នកកុំមានសម្ពាធអីខ្ញុំគ្រាន់តែចង់ឲ្យអ្នកដឹងចិត្តរបស់ខ្ញុំចំពោះអ្នកមិនដែលផ្លាស់ប្ដូរទេកុំបារម្ភអីខ្ញុំនឹងមិនឲ្យអ្នករងចាំយូរទេហាហាហាស៊ីនៀនមានអីមែនទេតាមពិតនៅឆ្នាំដែលប្រឡងចូលសាកលវិទ្យាល័យចប់ខ្ញុំមានបំណងសារភាពស្នេហ៍ជាមួយអ្នកពេលនោះអ្នកចង់ចេញទៅសាកល្បងជីវិតខាងក្រៅខ្ញុំខ្លាចថាការស្រឡាញ់របស់ខ្ញុំនឹងរំខានអនាគតរបស់អ្នកដូច្នេះខ្ញុំក៏លាក់ទុកអារម្មណ៍ទាំងអស់របស់ខ្ញុំក្រោយមកអ្នកបានបែកគ្នាជាមួយមិត្តប្រុសហើយថែមទាំងសម្រាប់ចិត្តស្នាក់នៅក្នុងចាប់ផ្ដើមអាជីវកម្មជាមួយខ្ញុំពេលនោះខ្ញុំពិតជារំភើបខ្លាំងណាស់ខ្ញុំស្រឡាញ់អ្នកតាំងពីពេលដែលអ្នកបានជួយសង្គ្រោះខ្ញុំមកខ្ញុំក៏ស្រឡាញ់អ្នកហើយមិនដែលផ្លាស់ប្ដូរឡើយដូច្នេះស៊ីនៀនលើកនេះអ្នកព្រមធ្វើជាមិត្តស្រីរបស់ខ្ញុំទេបើអ្នកមិនព្រមក៏មិនអីដែរស៊ីនៀនអ្នកលោកឆៅយេវិញបន្ទាប់ពីបានគិតពិចារណានិងសង្កេតមើលអស់រយៈពេលជាច្រើនឆ្នាំខ្ញុំចង់ផ្ដល់ឱកាសមួយដល់ខ្លួនឯងហើយក៏ដល់ពួកយើងដែរដូច្នេះតើអ្នកព្រមជាមួយខ្ញុំដើរបន្តផ្លូវជីវិតដែលនៅសល់ជាមួយគ្នាទេភ្ញាក់ស្មារតីឡើងឆាប់យកព្រមទៅបើហួសពីភូមិនេះទៅគ្មានឱកាសបែបនេះទៀតទេដូច្នេះតើអ្នកព្រមទេខ្ញុំព្រមខ្ញុំពិតជាព្រមណាស់បងស្រីស៊ីយិនអបអរសាទរអ្នកពិតមែនអ្នកចិញ្ចឹមសៃណែនតែម្នាក់ឯងរហូតធំឡើងឥឡូវទីបំផុតនាងត្រូវរៀបការហើយបងស្រីស៊ីយិនអបអរសាទរអ្នកពិតមែនអ្នកចិញ្ចឹមសៃណែនតែម្នាក់ឯងរហូតធំឡើងឥឡូវទីបំផុតនាងត្រូវរៀបការហើយមែនហើយកូនស្រីដែលខ្ញុំចិញ្ចឹមអស់ជាច្រើនឆ្នាំថ្ងៃនេះទីបំផុតនាងត្រូវរៀបការហើយចាប់ពីពេលនេះមានអ្នកម្នាក់មើលថែនិងស្រឡាញ់នាងជំនួសក្នុងចិត្តខ្ញុំទាំងរីករាយទាំងមិនចង់ឲ្យនាងចាក់ចេញអីយ៉ាពួកគេក៏នៅក្នុងភូមិតែមួយដែរបើចង់ជួបគ្នាក៏អាចជួបបានគ្រប់ពេលដែរមែនហើយម្យ៉ាងទៀតកូនយាយវិញនេះអ្នកមិនទាន់ស្គាល់គេទេគេបានរងចាំសេនៀនអស់ជាច្រើនឆ្នាំទីបំផុតការរងចាំរបស់គេក៏បានឃើញថ្ងៃល្អហើយមុននេះខ្ញុំនៅតែបារម្ភថាសេនៀនរបស់យើងល្អឥតខ្ចោះបែបនេះក្រោយមកតើគាត់នឹងត្រឡប់ទៅទីក្រុងធំវិញទេមិននឹកស្មានថាគាត់បែរជាជ្រើសរើសនៅទីនេះសោះថែមទាំងបានជួយពួកយើងយ៉ាងច្រើនទៀតអូម៉ាក់អរគុណអ្នកដែលព្រមប្រគល់សេនៀនឲ្យខ្ញុំអ្នកមិនបាច់បារម្ភទេខ្ញុំនឹងមើលថែនាងឲ្យបានល្អនាងឲ្យខ្ញុំទៅខាងកើតខ្ញុំមិនទៅខាងលិចដាច់ខាតខ្ញុំមិនចាប់មន់ដាច់ខាតបានហើយខ្ញុំអស់បារម្ភហើយទៅទទួលសេនៀនឲ្យលឿនទៅកុំឲ្យនាងរងចាំយូរបានហើយអ្នកមីងខ្ញុំទៅឥឡូវនេះហើយ
ទីបំផុតខ្ញុំបានរៀបការជាមួយអ្នកហើយសិនមានឥឡូវនេះខ្ញុំមានអារម្មណ៍ដូចជាកំពុងសុបិនអីចឹងឥឡូវនេះនៅមានអារម្មណ៍ថាកំពុងសុបិនទៀតទេអត់ទេម៉ាក់ខ្ញុំនឹងនាំសិមានចេញទៅឥឡូវនេះហើយអ្នកត្រូវតែជឿជាក់លើពួកគេលែងដៃឲ្យទុកឲ្យពួកគេទៅរស់នៅជីវិតរបស់ពួកគេចាប់ពីពេលនេះទៅពួកគេនឹងមានតែថ្ងៃល្អហើយមែនហើយចាប់ពីពេលនេះទៅនឹងមានតែថ្ងៃល្អហើយ